អ្នកជាមនុស្សក្រីក្រទោះបីជាអ្នកខំប្រឹងធ្វើការរាប់សិបឆ្នាំដឹកអង្គរក៏ដោយកុំសង្ឃឹមថានឹងក្លាយជាអ្នកមានដូចប្តីខ្ញុំអីនីតាសួស្តីបងប្អូនទាំងអស់គ្នាសូមស្រមៃមើលបុរសម្នាក់ដែលសាមញ្ញរៀងរាល់ថ្ងៃដឹកអង្គរជាកាដុងសម្លៀកបំពាក់របស់គាត់រហែករយីកយាកខ្លួនប្រាណរបស់គាត់ពេញដោយញើសនៅម្ខាងទៀតអតីតភរិយារបស់គាត់បានមកជាមួយប្តីថ្មីដែលជាអ្នកមានពួកគេបានសើចចំអកឲ្យបុរសនោះបន្ថោកកិត្តិយសរបស់គាត់នៅមុខមនុស្សជាច្រើនបងប្អូនទាំងអស់គ្នាមុននឹងយើងចាប់ផ្ដើមរឿងនេះសូមសរសេរនៅក្នុងប្រអប់មតិយោបល់ថាតើអ្នកកំពុងមើលពីទីក្រុងណាសូមឲ្យអ្នកដែលជីវ Channel នេះត្រូវបានសម្រួលដល់កិច្ចការទាំងអស់របស់ពួកគេពង្រេកលាភសំណាងរបស់ពួកគេមានសុខភាពល្អនិងត្រូវបានបំពេញនៅបំណងប្រាថ្នាទាំងអស់របស់ពួកគេក្នុងលោកនេះនិងបរលោកដោយព្រះអល់ឡោះ Subhanahu wa Ta'ala អាម៉ែនយ៉ារ៉ាប់បាអាឡាមីនឥឡូវនេះចូលយើងចាប់ផ្ដើមរឿងព្រះអាទិត្យរះផុតពីជើងមេឃខាងកើតនៅក្នុងភូមិមួយនៅជីវាលស្រែសត្វចាប់ហារោគគ្រាប់ស្រូវដែលជ្រុះនៅឆ្ងាយម៉ាស៊ីនកិនស្រូវចាប់ផ្ដើមដំណើរការជាសញ្ញាថាសកម្មភាពនៅក្នុងឃ្លាំងកិនស្រូវនៅថ្ងៃនោះបានចាប់ផ្ដើមហើយក្នុងចំណោមកម្មករដែលដើរចុះឡើងមានបុរសវ័យកណ្ដាលម្នាក់ឈ្មោះសឿងខ្លួនប្រាណរបស់គាត់ស្គមស្កាំងស្បែករបស់គាត់ខ្មៅស្រអាប់ដោយសារកម្ដៅថ្ងៃមុខរបស់គាត់ពោពេញដោយស្នាមជ្រីវជ្រួញដែលជាសញ្ញានៃការងារលំបាកសម្លៀកបំពាក់ដែលគាត់ពាក់គឺចាស់ពោពេញដោយស្នាមប៉ះគ្រប់កន្លែងដៃរបស់គាត់រដប់ពោពេញដោយពងបែកដោយសាររាល់ថ្ងៃប៉ះនឹងបាវអង្គររាប់សិបគីឡូសឿងមិនមែនជាមនុស្សថ្មីនៅឃ្លាំងនោះទេគាត់បានធ្វើការជាអ្នករែកអស់រយៈពេលជាច្រើនឆ្នាំហើយចាប់ពីព្រលឹមរហូតដល់ល្ងាចគាត់រែកបាវពីឡានទៅឃ្លាំងពីឃ្លាំងទៅឡានទៀតពេលខ្លះស្មារបស់គាត់ឡើងជាំខ្នងរបស់គាត់ឈឺដូចជាបាក់ប៉ុន្តែគាត់កំត់ត្អូញត្អែណាស់សម្រាប់គាត់ជីវិតគឺការតស៊ូប៉ុន្តែមិនមែនត្រឹមតែបន្ទុកបាវអង្គរទេដែលធ្វើឲ្យស្មារបស់គាត់ធ្ងន់មានបន្ទុកមួយទៀតបន្ទុកផ្លូវចិត្តដែលឈឺចាប់ជាងនេះទៅទៀតអតីតកាលរបស់គាត់ជាមួយនារីម្នាក់ឈ្មោះរ៉ាតធ្លាប់ជាភរិយារបស់គាត់នារីស្រស់ស្អាតមានសក់ខ្មៅវែងស្បែកស្លឿងនិងស្នាមញញឹមផ្អែមល្ហែមដែលធ្លាប់ធ្វើឲ្យសឿងសុខចិត្តធ្វើការទាំងថ្ងៃទាំងយប់ដើម្បីឲ្យនាងសប្បាយចិត្តគាត់ស្រឡាញ់រ៉ាតអស់ពីចិត្តពួកគេបានរៀបការយ៉ាងសាមញ្ញជាមួយនឹងក្តីសង្ឃឹមថានឹងកសាងគ្រួសារដែលមានសុភមង្គលប៉ុន្តែអ្វីទាំងអស់បានផ្លាស់ប្ដូរនៅពេលដែលរ៉ាតចាប់ផ្ដើមធុញទ្រាន់នឹងជីវិតលំបាកនាងតែងតែត្អូញត្អែអំពីលុយកាក់អំពីផ្ទះតូចអំពីសម្លៀកបំពាក់សាមញ្ញសឿងតើយើងត្រូវរស់នៅបែបនេះរហូតដល់ពេលណាខ្ញុំចង់បានគ្រឿងអលង្ការខ្ញុំចង់ដើរលេងទីក្រុងខ្ញុំចង់បានម៉ូតូស្វ័យប្រវត្តិដូចអ្នកស្រីមេភូមិក៏រ៉ាតតែងតែនិយាយដោយទឹកដុំខឹងសឿងគ្រាន់តែនៅស្ងៀមហើយឆ្លើយដោយស្រទន់ថាអត់ធ្មត់ទៅលាភសំណាងគឺព្រះអល់ឡោះជាអ្នកកំណត់ខ្ញុំធ្វើការអស់ពីកម្លាំងថ្ងៃណាមួយនឹងមានផ្លូវក៏ប៉ុន្តែពាក្យទាំងនោះមិនដែលគ្រប់គ្រាន់សម្រាប់រ៉ាតទេរហូតដល់ទីបំផុតបុរសម្នាក់ឈ្មោះហេនបានមកដល់គាត់ជាអ្នកជំនួញអង្គរដែលតែងតែចេញចូលឃ្លាំងមុខរបស់គាត់ស្អាតវ៉ែនតាខ្មៅតែងតែពាក់សម្លៀកបំពាក់របស់គាត់ស្អាតនិងក្រអូបហេនដឹងពីរបៀបយកឈ្នះចិត្តរ៉ាតដោយទ្រព្យសម្បត្តិនិងពាក្យសន្យាផ្អែមល្ហែមបន្តិចម្ដងរ៉ាតចាប់ផ្ដើមលងខ្លួនសឿងមានអារម្មណ៍ពីការផ្លាស់ប្ដូរឥរិយាបថរបស់ភរិយាគាត់រ៉ាតកាន់តែត្រជាក់កាន់តែត្រឡប់មកផ្ទះយប់ជ្រៅហើយកាន់តែខឹងដោយគ្មានហេតុផលរហូតដល់យប់មួយរ៉ាតបាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យពិភពលោករបស់សឿងរលំគឺសឿងខ្ញុំមិនអាចរស់នៅជាមួយអ្នកទៀតទេខ្ញុំត្រូវការអនាគតច្បាស់លាស់ខ្ញុំនឹងទៅជាមួយហេនក៏ប្រយោគនោះដូចជាភ្លេចបន្ទោសឿងនៅស្ងៀមខ្លួនប្រាណរបស់គាត់ទន់ខ្សោយគាត់ព្យាយាមឃាត់រ៉ាតអង្វរសុំកុំឲ្យទៅប៉ុន្តែរ៉ាតបានសម្រេចចិត្តហើយនៅថ្ងៃបន្ទាប់នាងបានទៅចាក់ចេញពីផ្ទះចាក់ចេញពីសឿងដែលឈឺចាប់តាំងពីពេលនោះមកជីវិតរបស់សឿងបានផ្លាស់ប្ដូរយប់របស់គាត់ស្ងប់ស្ងាត់គ្មានរ៉ាតទៀតទេដែលរៀបចំអាហារពេលល្ងាចគ្មានសម្លេងស្រទន់របស់ភរិយាទៀតទេមានតែភាពឯកោអារម្មណ៍ខកចិត្តនិងរបួសដែលមិនជាសះស្បើយប៉ុន្តែសឿងបានជ្រើសរើសបន្តគាត់បានក្រោកឡើងវិញធ្វើការនៅឃ្លាំងគាត់បានបញ្ចេញនៅការឈឺចាប់ទាំងអស់របស់គាត់ទៅលើញើសដែលស្រក់រាល់ថ្ងៃមនុស្សគ្រាន់តែឃើញគាត់ជាអ្នករែកអង្គរធម្មតាដោយមិនដឹងថានៅពីក្រោយខ្លួនប្រាណស្គមស្កាំងនោះមានបេះដូងតែបែកបាក់ពេលវេលាបានកន្លងផុតទៅមួយឆ្នាំចាប់តាំងពីការចាក់ចេញរបស់រ៉ាតប៉ុន្តែរាល់ពេលដែលសឿងឃើញគូស្វាមីភរិយានៅក្នុងភូមិរបួសនោះបានបើកឡើងវិញគាត់តែងតែនឹកឃើញថាភរិយារបស់គាត់បានជ្រើសរើសទ្រព្យសម្បត្តិជាងភាពស្មោះត្រង់ថ្ងៃនោះនៅឃ្លាំងកិនស្រូវសឿងទើបតែរែកបាវទី12
ដង្ហើមរបស់គាត់ដង្ហក់ញើសជោគមុខគាត់អង្គុយមួយសន្ទុះនៅលើកៅអីឈើចាស់ជូតមុខដោយដៃប្រឡាក់ធូលីមិត្តរួមការងារម្នាក់ឈ្មោះវ៉ាត់អង្គុយនៅក្បែរគាត់បារីសឿងខ្ញុំឮថារ៉ាតេឡូរស់នៅស្រួលជាមួយហេនពួកគេតែងតែទៅទីក្រុងដោយជិះឡានតើអ្នកមិននឹកនាងទេគាត់សួរដោយសាយសឿងគ្រាន់តែនៅស្ងៀមគាត់សម្លឹងមើលទៅមុខព្យាយាមទប់អារម្មណ៍បើលៀបសំណាងរបស់គាត់នៅទីនោះទុកឲ្យគាត់ទៅចុះខ្ញុំគ្រាន់តែអាចបន់ស្រន់គូគាត់ឆ្លើយដោយស្រទន់ប៉ុន្តែនៅក្នុងចិត្តរបស់គាត់មានភ្លើងឆេះគាត់មានអារម្មណ៍ថាត្រូវបានគេអាម៉ាស់មុខត្រូវបានគេមើលងាយត្រូវបានគេបោះបង់ចោលដោយសារតែក្រីក្ររបួសនោះមិនទាន់ជាសេះស្បើយទេហើយគាត់ដឹងថានៅថ្ងៃណាមួយព្រះអល់ឡោះនឹងបង្ហាញផ្លូវនៅពីក្រោយភាពសាមញ្ញរបស់គាត់សឿងលាក់អាចកំបាំងដ៏ធំមួយដែលគ្មាននរណាម្នាក់ដឹងអាចកំបាំងមួយដែលនៅថ្ងៃក្រោយនឹងធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលរួមទាំងរ៉ាតនិងហេនប៉ុន្តែសម្រាប់ពេលនេះគាត់បានជ្រើសរើសនៅស្ងៀមទុកឲ្យពេលវេលាជាអ្នកនិយាយថ្ងៃនោះព្រះអាទិត្យកាន់តែខ្ពស់សំឡេងម៉ាស៊ីនកិនកាន់តែខ្លាំងសឿងបានក្រោកឈររើបបអង្គមួយទៀតហើយបន្តរែកនៅលើស្មាជំហានរបស់គាត់យឺតប៉ុន្តែច្បាស់លាស់ដូចជាជំហានជីវិតរបស់គាត់ដែរពោពេញដោយរបួសប៉ុន្តែបន្តដំណើរទៅមុខព្រឹកនោះមេឃភូមិកែវជាតិមើលទៅស្រស់បំព្រងទឹកសន្សើមនៅលើចុងស្លឹកស្រូវចាំងភ្លេកក្រោមពន្លឺព្រះអាទិត្យផ្លូវដីឆ្ពោះទៅឃ្លាំងកិនស្រូវមានភាពមមាញឹកដោយការចេញចូលរបស់កសិករដែលដឹកគោយន្តពោពេញដោយស្រូវសឿងដូចធម្មតាបាននៅឃ្លាំងតាំងពីព្រលឹមគាត់អង្គុយលើកៅអីឈើក្បែរជញ្ជីងខណៈពេលដែលចុងអាវដែលរហែករបស់គាត់ឡើងវិញបោកទី1នៅថ្ងៃនោះគាត់បានរែករួចហើយស្មារបស់គាត់ធ្ងន់ប៉ុន្តែគាត់បានសាំហើយសំឡេងម៉ូតូទំនើបបានឮពីចម្ងាយធូលីដេហោះហើរកម្មករទាំងអស់បានងាកមើលដោយឆ្ងល់ថាតើអ្នកណាដែលមកដោយស្ទីលប្លែកនៅកណ្ដាលភូមិសាមញ្ញមួយមិនយូរប៉ុន្មានឡានខ្មៅភ្លឺមួយបានចូលមកក្នុងទីធ្លាឃ្លាំងអំដោយសំឡេងសើចរបស់ស្ត្រីពីក្រោយកញ្ចក់បង្អួចដែលបើកនៅពេលទ្វារឡានបើកស្ត្រីម្នាក់បានចុះមកដោយស្លៀករ៉ូបខ្មៅមានក្បាច់ផ្កាមុខរបស់នាងស្អាតសក់របស់នាងរលោងតុបតែងមុខតិចនៅលើថ្ពាល់នាងគឺរ៉ាតបាត់រ៉ាតនេរីដែលធ្លាប់ជាភរិយារបស់សឿងប៉ុន្តែថ្ងៃនោះនាងមិនបានមកតែម្នាក់ឯងទេនៅក្បែរនាងបានចុះបុរសម្នាក់ដោយស្លៀកអាវស្អាតខោក្រណាត់ស្បែកជើងភ្លឺនិងវ៉ែនតាថ្លៃគាត់គឺហេនបុរសដែលធ្លាប់ដណ្ដើមរ៉ាតពីដៃសឿងកម្មករបានចាប់ផ្ដើមខ្សឹបខ្សៀវភ្លាមនោះគឺរ៉ាតអាទិត្យភរិយារបស់សឿងឥឡូវនេះគាត់មើលទៅអ្នកមានណាស់ម្នាក់ក្នុងចំណោមពួកគេបាននិយាយមានអ្នកផ្សេងទៀតបានបន្ថែមដោយទឹកដុំចំអប់កាលពីមុនក៏ជាកំហុសរបស់សឿងដែរដែលមិនអាចធ្វើឲ្យប្រពន្ធរបស់គាត់សប្បាយចិត្តជារឿងធម្មតាទេដែលត្រូវបានគេបោះបង់ចោលក៏សឿងដែលកំពុងរែកបៅអង្គស្រាប់តែឈប់ជំហានរបស់គាត់បានជាប់គាំងនៅកណ្ដាលផ្លូវញើសដែលស្រក់ពីថ្ងាសរបស់គាត់លីឡំជាមួយធូលីដីធ្វើឲ្យមុខរបស់គាត់មើលទៅស្រអាប់បេះដូងរបស់គាត់លោតញាប់ដើមទ្រូងរបស់គាត់ទាំងណែនគាត់ស្គាល់សំឡេងនោះសំឡេងដែលធ្លាប់ធ្វើឲ្យជីវិតរបស់គាត់មានន័យហើយក៏បំផ្លាញវាដែររ៉ាតដើរយ៉ាងសង្ហាតាមទីធ្លាភ្នែកទាំងអស់សម្លឹងមើលទៅនាងមើលទៅខុសប្លែកពីមុនដែលធ្លាប់រស់នៅសាមញ្ញក្នុងផ្ទះតូចមួយជញ្ជាំងឫស្សីជាមួយសឿងឥឡូវនេះនាងមើលទៅដូចជានារីទីក្រុងពោពេញដោយទំនុកចិត្តជាមួយនឹងសំឡេងសើចដែលធ្វើឲ្យឈឺចាប់នៅពេលដែលក្រសែភ្នែករបស់រ៉ាតទៅលើសឿងនាងបានស្រឡាំងកាំងមួយសន្ទុះប៉ុន្តែមិនមែនជាអារម្មណ៍អាណិតទេដែលលេចឡើងប៉ុន្តែជាស្នាមញឹមចំអកនាងបានបោះជំហានទៅជិតហើយសើចខ្លាំងខណៈពេលដែលចង្អុលទៅអតីតស្វាមីរបស់នាងសឿងឥឡូវនេះជាជីវិតរបស់អ្នកឬនៅតែជាអ្នករែកអង្គមានក្លិនញើសអោរហែករយីកយាដូចពីមុនគឺនាងបាននិយាយខ្លាំងដើម្បីឲ្យអ្នករាល់គ្នាបានឮសំឡេងសើចរបស់រ៉ាតបានបន្លឺឡើងក្នុងទីធ្លាឃ្លាំងកម្មករផ្សេងទៀតនៅស្ងៀមខ្លះគ្រាន់តែញឹមហួសចិត្តខ្លះទៀតសើចតិចខ្លាចគេថាការពារសឿងហេនឈរនៅក្បែររ៉ាតដាក់ដៃលើស្មាភរិយារបស់គាត់គ្រាន់តែញឹមតិចជាក់ស្ដែងកំពុងមើលងាយគ្រប់គ្រាន់ហើយកុំគិតច្រើនពេកអីមនុស្សដូចគាត់ពិតជាត្រូវបានកំណត់ឲ្យធ្វើជាកម្មករធម្មតាគាត់និយាយដោយត្រង់សឿងអន់មុខចុះបៅដែលគាត់រែកកាន់តែធ្ងន់ដូចជាកំពុងសង្កត់ទ្រូងរបស់គាត់បូមាត់របស់គាត់ញ័រប៉ុន្តែគាត់មិនអាចនិយាយអ្វីបានទេបេះដូងរបស់គាត់ដូចជាត្រូវបានគេកាត់មិនត្រឹមតែដោយសារការប្រមាថរបស់រ៉ាតប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែក្រសែភ្នែករបស់មនុស្សគ្រប់គ្នាដែលហាក់ដូចជាយល់ស្របនឹងពាក្យទាំងនោះនៅក្នុងចិត្តរបស់គាត់សឿងបានបួងសួងយ៉ាងស្រទន់គីអព្រះអល់ឡោះសូមប្រទានកម្លាំងដល់ខ្ញុំកុំអនុញ្ញាតឲ្យខ្ញុំធ្លាក់ចុះដោយសារពាក្យសម្ដីរបស់ពួកគេខ្ញុំដឹងថាទ្រង់ជាអ្នកឃើញអ្វីទាំងអស់ហើយទ្រង់នឹងមិនអនុញ្ញាតឲ្យអ្នកបម្រើដែលអត់ធ្មត់ត្រូវបានអាម៉ាស់ជារៀងរហូតឡើយគឺរ៉ាតនៅតែបន្តពាក្យសម្ដីរបស់នាង
មើលចុះសឿងខ្ញុំសំណាងណាស់ដែលបានជ្រើសរើសហេនបើខ្ញុំនៅជាមួយអ្នកប្រហែលជាខ្ញុំក៏នឹងក្លាយជាមនុស្សក្រីក្រដូចនេះដែរតើអ្នកគិតថាខ្ញុំសោកស្ដាយដែលបានចាក់ចេញពីអ្នកទេមិនមែនតតែសោះមើលឥឡូវជីវិតខ្ញុំប្រសើរជាងមុនឆ្ងាយណាស់គេពាក្យទាំងនោះចាក់ទម្លុះជ្រៅជាងកាំបិតទៅទៀតសឿងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងប៉ុន្តែគាត់នៅតែស្ងៀមសម្រាប់គាត់ភាពស្ងៀមស្ងាត់គឺជាបន្ទាយចុងក្រោយដើម្បីកុំឲ្យធ្លាក់ចុះកាន់តែទាបនៅក្នុងក្រសែភ្នែកអ្នកដទៃកម្មករចាប់ផ្ដើមត្រឡប់ទៅសកម្មភាពរៀងខ្លួនប៉ុន្តែសំឡេងខ្សឹបខ្សៀវនៅតែមានអ្នកអាណិតមានអ្នកចំអកហើយក៏មានអ្នកដែលលួចសរសើរការអត់ធ្មត់របស់សឿងផងដែរហេនបានទេស្មារ៉ាតគ្រប់គ្រាន់ហើយយើងចូលទៅក្នុងយើងមានការងារជាមួយម្ចាស់ឃ្លាំងពួកគេក៏បានដើរចូលទៅក្នុងបន្ទប់ការិយាល័យប៉ុន្តែមុននឹងចូលរ៉ាតបានងាកមើលម្ដងទៀតហើយញឹមមើលងាយសឿងនៅតែអន់មុខចុះទឹកភ្នែករបស់គាត់ស្ទើរតែស្រក់ប៉ុន្តែគាត់បានប្រញាប់លើកមុខឡើងទប់មិនឲ្យមើលទៅទន់ខ្សោយគាត់បន្តការងាររបស់គាត់ដោយរែកបាវម្ដងមួយទោះបីជាបេះដូងរបស់គាត់បែកបាក់ក៏ដោយក៏ថ្ងៃនោះការប្រមាថលើកដំបូងពីរ៉ាតបានធ្វើឲ្យរបួសចាស់មួយទៀតរបួសដែលគាត់បានព្យាយាមព្យាបាលដោយការខិតខំប្រឹងប្រែងបានបើកឡើងវិញយ៉ាងធំធេងប៉ុន្តែគាត់បានជ្រើសរើសមិនតស៊ូព្រោះនៅក្នុងខ្លួនគាត់មានជំនឿយ៉ាងមុតមមថាព្រះអល់ឡោះនឹងផ្លាស់ប្ដូរស្ថានភាពនៅថ្ងៃណាមួយគាត់មិនដឹងថាថ្ងៃនោះគឺជាការចាប់ផ្ដើមនៃការសាកល្បងដ៏លំបាកជាងនេះហើយក៏ជាការចាប់ផ្ដើមនៃរឿងរ៉ាវដែលនឹងធ្វើឲ្យភូមិទាំងមូលភ្ញាក់ផ្អើលនៅពេលក្រោយផងដែរថ្ងៃនោះឃ្លាំងកិនស្រូវមានភាពមមាញឹកជាងធម្មតាឡានដឹកទំនិញធំបានឈប់នៅទីធ្លាអ្នកបើកបរចុះពីឡានហើយកម្មកររត់ទៅលើកបាវធូលីដេហោះហើរសំឡេងស្រែករបស់មេកាបន្លឺឡើងហើយក្លិនស្រូវស្ងួតលីឡំជាមួយញើសរបស់កម្មករក្នុងចំណោមភាពមមាញឹកនោះសឿងបានអន់មុខចុះក្រោមបន្ទប់បាវក្នុងរបស់គាត់សើមដោយញើសអាវរបស់គាត់កាន់តែចាស់ខណៈដែលស្រមោលនៃការប្រមាថរបស់រ៉ាតកាលពីពេលថ្មីនេះនៅតែបន្លឺឡើងក្នុងត្រចៀករបស់គាត់របួសបេះដូងនោះមិនទាន់ធូរស្រាលនៅឡើយភ្លាមនោះសំឡេងសាច់ខ្លាំងបានបន្លឺឡើងពីទីដែលការិយាល័យទ្វារការិយាល័យបានបើកហើយរ៉ាតបានចេញមកជាមួយហេនមុខរបស់នាងញឹមញែមពាក់វ៉ែនតាខ្មៅដែលទើបតែនាងបានទិញពីទីក្រុងនៅក្នុងដៃរបស់នាងមានកាបូបប្រណិតអ្វីមួយដែលសឿងមិនធ្លាប់មានលទ្ធភាពទិញឲ្យនាងនៅពេលដែលពួកគេនៅជាមួយគ្នារ៉ាតបានឈប់នៅមុខឃ្លាំងហើយភ្នែករបស់នាងបានទៅលើសឿងដែលកំពុងរែកបាវនាងបានទះស្មាហេនហើយខ្សឹបខ្សៀវដោយសាច់ប៉ុន្តែសំឡេងនោះខ្លាំងល្មមសម្រាប់អ្នកនៅជុំវិញបានឮនោះហើយបងមើលអតីតកាលរបស់ខ្ញុំរហូតដល់ឥឡូវនៅតែជាអ្នករែកគួរឲ្យអាណិតណាស់កាលពីមុនខ្ញុំធ្លាប់រស់នៅលំបាកជាមួយគាត់សំណាងល្អឥឡូវខ្ញុំក្លាយជាភរិយារបស់បងហេនក៏ញឹមសម្លឹងមើលសឿងដោយក្រសែភ្នែកមើលងាយបាទអ្នកពិតជាសំណាងណាស់រ៉ាតបើនៅតែជាមួយគាត់ប្រហែលជាជីវិតរបស់អ្នកនឹងអស់ត្រឹមតែបងបំណុលនឹងហូបចុកល្មមរ៉ាតមិនបានឈប់ត្រឹមប៉ុណ្ណោះទេនាងបានបោះជំហានកាន់តែជិតទៅរកសឿងទម្លាក់បាល់ទៅលើគំនរដោយសំឡេងខ្លាំងនាងបាននិយាយថាគូសឿងអ្នកឃើញទេខ្ញុំឥឡូវមានជីវិតថ្មីខ្ញុំឈរនៅក្បែរថៅកែធំហើយអ្នកនៅតែរែកអង្គដូចជាកម្មករថោកទាបបហាហាសំឡេងសើចរបស់រ៉ាតបានបែកខ្ចាយសំឡេងរបស់នាងលើរំពងកណ្ដាលភាពអ៊ូអររបស់ឃ្លាំងដូចជាកំពុងទះកំភ្លៀងកិត្តិយសរបស់សឿងនៅមុខមនុស្សគ្រប់គ្នាកម្មករខ្លះដែលបានឮក៏សើចតិចទោះបីជាមានអ្នកដែលគ្រាន់តែអន់មុខចុះមិនសប្បាយចិត្តតែឃើញសឿងត្រូវបានគេប្រមាថយ៉ាងចោះសឿងនៅស្ងៀមគាត់សម្លឹងមើលរ៉ាតមួយសន្ទុះរួចអន់មុខចុះម្ដងទៀតដៃរបស់គាត់ញ័រនៅពេលគាត់រើសបាល់បន្ទាប់មិនមែនដោយសារតែទម្ងន់នៃបន្ទុកនោះទេប៉ុន្តែដោយសារតែការទប់ទឹកភ្នែកដែលស្ទើរតែស្រក់ប៉ុន្តែរ៉ាតមិនបានឈប់ទេនាងនៅតែបន្តចង្អុលទៅសឿងខណៈពេលដែលសាយធ្វើឲ្យបរិយាកាសកាន់តែអាម៉ាស់សាកមើលរូបរាងរបស់គាត់ទៅបង្ហាញអាវរបស់គាត់រហែករយីកយៈញើសរបស់គាត់មានក្លិនមុខរបស់គាត់ស្រអាប់តើខ្ញុំអាចរស់នៅជាមួយមនុស្សបែបនោះដោយរបៀបណាហាពិតជាគួរឲ្យអាម៉ាស់ណាស់បើខ្ញុំនៅតែជាមួយគាត់ហេនសាយតិចទេដៃភរិយារបស់គាត់គឺគ្រប់គ្រាន់ហើយរ៉ាតគុំតឹងរឹងពេកអីទុកឲ្យគាត់ទៅតាមវាសនារបស់គាត់មនុស្សបែបនោះមិនសមនឹងប្រៀបធៀបជាមួយយើងទេពាក្យទាំងនោះដូចជាកាំបិតដែលចាក់ទម្លុះបេះដូងសឿងគាត់មានអារម្មណ៍ថាដូចជាកិត្តិយសរបស់គាត់ទាំងមូលត្រូវបានបំផ្លាញនៅមុខមនុស្សជាច្រើនមេការឃ្លាំងលោកចាន់ណាតដែលឃើញហេតុការណ៍នោះគ្រាន់តែញកក្បាលគាត់ស្គាល់សឿងថាជាកម្មករស្មោះត្រង់និងឧស្សាហ៍ព្យាយាមប៉ុន្តែគាត់ក៏ដឹងដែរថាសឿងមិនមែនជាមនុស្សដែលចូលចិត្តស៊ូទេគាត់គ្រាន់តែអាចនិយាយយ៉ាងស្រទន់អត់ធ្មត់ទៅសឿងកុំយកចិត្តទុកដាក់អីជីវិតពេលខ្លះក៏សាហាវណាស់គេ
សឿងមកក្បាលតិចទោះបីជាបេះដូងរបស់គាត់ស្រែកក៏ដោយគាត់ចង់និយាយអ្វីមួយដើម្បីការពារខ្លួនប៉ុន្តែបូមាត់របស់គាត់ជាប់គាំងគាត់បានជ្រើសរើសនៅស្ងៀមព្រោះគាត់ដឹងថាការតស៊ូគ្រាន់តែធ្វើឲ្យរ៉ាតកាន់តែពេញចិត្តប៉ុណ្ណោះទន្ទឹមនឹងនោះកម្មករចាប់ផ្ដើមខ្សឹបខ្សៀវគួរឲ្យអាណិតណាស់សឿងដែលត្រូវបានអតីតភរិយារបស់គាត់ប្រមាថនៅទីសាធារណៈគូមានអ្នកអាណិតប៉ុន្តែក៏មានអ្នកចំអកផងដែរគឺបាត់ជាកំហុសរបស់គាត់ដែរហេតុអ្វីបានជាក្រីក្របើអ្នកមានតើធ្វើមិនដេចទៅដែលត្រូវបានគេបោះបង់ចោលសឿងបានឮទាំងអស់នោះគាត់មានអារម្មណ៍ថាខ្លួនប្រាណរបស់គាត់ញ័រមិនមែនដោយសារតែអស់កម្លាំងទេប៉ុន្តែដោយសារតែការទប់អារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងរ៉ាតនៅតែសើចរួចចាប់ដៃហេនដោយមោទនភាពតោះបងយើងចាក់ចេញពីកន្លែងខ្វក់នេះទៅក្លិនញើសរបស់មនុស្សក្រីក៏ធ្វើឲ្យខ្ញុំចង់ក្អួតពួកគេទាំងពីរបានដើរទៅរកឡានខ្មៅភ្លឺរ៉ាតបានងាកមើលម្ដងទៀតញឹមមើលងាយសឿងម៉ាស៊ីនឡានបានឆេះធូលីហោះហើយឡាននោះបានចាក់ចេញបន្តិចម្ដងពីទីធ្លាឃ្លាំងសំឡេងសើចរបស់រ៉ាតនៅតែបន្លឺឡើងក្នុងត្រចៀកសឿងទោះបីជានាងបានទៅឆ្ងាយក៏ដោយសឿងឈរស្ងៀមបាវនៅតែនៅក្នុងដៃរបស់គាត់ប៉ុន្តែគាត់មិនអាចកម្រើកបានទេភ្នែករបស់គាត់ស្រក់ទឹកភ្នែកដើមទ្រូងរបស់គាត់តឹងណែនពិភពលោកហាក់ដូចជាបាក់បែកនៅចំពោះមុខគាត់ដឹងថាថ្ងៃនោះគាត់មិនត្រឹមតែត្រូវបានគេអាម៉ាស់ប៉ុណ្ណោះទេគាត់ត្រូវបានគេប្រមាថនៅមុខមនុស្សជាច្រើនត្រូវបានគេអាម៉ាស់ដោយស្ត្រីដែលគាត់ធ្លាប់ស្រឡាញ់ហើយត្រូវបានគេប្រៀបធៀបជាមួយបុរសដែលដណ្ដើមនាងនោះគឺជារបួសដែលមិនងាយបំភ្លេចបានប៉ុន្តែនៅក្នុងចិត្តរបស់គាត់មានប្រយោគមួយដែលគាត់ខ្សឹបប្រាប់ខ្លួនឯងថាអត់ធ្មត់ទៅសឿងកុំតបត់ដោយការប្រមាថជឿជាក់ថាព្រះអល់ឡោះតែងតែមានមធ្យោបាយដើម្បីផ្លាស់ប្ដូរស្ថានភាពសឿងបានលើកមុខឡើងជូតទឹកភ្នែកដោយខ្នងដៃដែលរដប់គាត់បានបន្តដើររែកបាវអង្គមួយទៀតរាល់ជំហានមានអារម្មណ៍ធ្ងន់ប៉ុន្តែក៏ពោពេញដោយការតាំងចិត្តផងដែរថ្ងៃនោះសំឡេងសើចរបស់រ៉ាតបានក្លាយជាកម្លាំងជំរុញដ៏ធំបំផុតក្នុងជីវិតរបស់គាត់ដឹងថារបួសនេះនឹងបន្តរហែកប៉ុន្តែគាត់ក៏ជឿជាក់ដែរថានៅថ្ងៃណាមួយមនុស្សគ្រប់គ្នានឹងឃើញថាគាត់ជានរណាពិតប្រាកដហើយថ្ងៃនោះកាន់តែជិតជាងអ្វីដែលគាត់បានស្រមៃរសៀលនោះព្រះអាទិត្យចាប់ផ្ដើមលេចទៅទីខាងលិចសំឡេងម៉ាស៊ីនកិនចាប់ផ្ដើមស្ងាត់ទៅវិញជាសញ្ញាថាការងារថ្ងៃនោះជិតចប់ហើយកម្មករអង្គុយនៅរានហើរឃ្លាំងសម្រាកដោយបារីថោកនិងតែមួយកែវក្តៅពីតូបក្បែរវាលស្រែប៉ុន្តែនៅជ្រុងទីធ្លាសឿងនៅតែរវល់គាត់នៅតែរែកបាវម្ដងមួយទោះបីជាម៉ោងធ្វើការជិតចប់ក៏ដោយមិនមែនដោយសារតែមេការបង្កប់ទេប៉ុន្តែដោយសារតែគាត់ចង់បង្វែរគំនិតរបស់គាត់ពីហេតុការណ៍ថ្ងៃត្រង់ស្រមោលមុខរ៉ាតសំឡេងសើចរបស់នាងនិងក្រសែភ្នែកមើលងាយរបស់ហេននៅតែឡងបន្លាចក្នុងចិត្តរបស់គាត់រាល់ពេលដែលគាត់លើកបាវដែលហាក់ដូចជាមិនមែនត្រឹមតែបន្ទុកអង្គប៉ុណ្ណោះទេប៉ុន្តែក៏ជាបន្ទុកនៃភាពអាម៉ាស់ដែលគាត់ទទួលនៅមុខមនុស្សគ្រប់គ្នានៅពេលដែលទីបំផុតបាវចុងក្រោយត្រូវបានផ្លាស់ប្ដូរសឿងអង្គុយលើកៅអីឈើក្បែរទ្វារឃ្លាំងដង្ហើមរបស់គាត់ដង្ហក់ញើសជោគខ្លួនហើយភ្នែករបស់គាត់ទេស្អាតសម្លឹងមើលទៅវាលស្រែបៃតងដែលលាតសន្ធឹងមិត្តរបស់គាត់វត្តបានមកជិតគាត់បារីសឿងតើអ្នកសុខសប្បាយទេខ្ញុំដឹងថាវាពិតជាឈឺចាប់នៅពេលនោះបើខ្ញុំជាអ្នកប្រហែលជាខ្ញុំបានត្បិតជាមួយរ៉ាត់ហើយម៉េចក៏គាត់ប្រមាថអ្នកបែបនោះនៅមុខមនុស្សជាច្រើនគូសឿងគ្រាន់តែញឹមជូរចត់ទុកឲ្យគាត់ទៅចុះបើខ្ញុំទៅស៊ូខ្ញុំក៏ដូចពួកគេដែរទុកឲ្យមនុស្សនិយាយអ្វីក៏ដោយខ្ញុំជឿថាព្រះអល់ឡោះយុត្តិធម៌ណាស់គេវត្តដកដង្ហើមធំរួចទេស្មាសឿងគឺអ្នកពិតជាមនុស្សអត់ធ្មត់ណាស់សឿងប៉ុន្តែការអត់ធ្មត់មានដែនកំណត់កុំឲ្យគេមើលងាយអ្នករហូតសឿងមិនបានឆ្លើយទេគាត់គ្រាន់តែអន់មុខចុះសម្លឹងមើលដីធូលីនៅក្រោមជើងរបស់គាត់បេះដូងរបស់គាត់ដូចជាត្រូវបានគេកាត់ប៉ុន្តែគាត់បានជ្រើសរើសលាក់ទុកយប់ក៏មកដល់បន្ទាប់ពីទទួលបានកម្រៃប្រចាំថ្ងៃតិចតួចសឿងបានដើរត្រឡប់ទៅផ្ទះវិញតាមផ្លូវលំស្ងាត់ខ្យល់រាត្រីបក់មកយ៉ាងស្រទន់សំឡេងចង្រិតស្រែកពីគុម្ពោតព្រៃផ្ទះភូមិចាប់ផ្ដើមងឹតហើយមានតែម្ដុំម្កាលទេដែលឃើញចង្គៀងប្រេងឆេះនៅរានហាលពេលមកដល់ផ្ទះរបស់គាត់ខ្ទមសាមញ្ញមួយជញ្ជាំងឫស្សីសឿងបានដាក់សម្លៀកបំពាក់ការងាររបស់គាត់ដែលពេញដោយញើសគាត់ដងទឹកពីអណ្ដូងលាងមុខនិងខ្លួនប្រាណរួចអង្គុយនៅលើកម្រាលឫស្សីយប់នោះគាត់បានញ៉ាំអាហារល្មមបាយជាមួយត្រីដុតត្រជាក់គ្មានម្ហូបពិសេសគ្មានសម្លេងមិត្តភ័ក្តិនិយាយមានតែភាពស្ងប់ស្ងាត់ប៉ុណ្ណោះដែលអំដំណើរគាត់ក្រោយញ៉ាំបាយសឿងអង្គុយសិញ្ជឹងគិតគាត់សម្លឹងមើលពីដានផ្ទះរបស់គាត់ដែលធ្លីនៅកន្លែងខ្លះនៅលើទូមានតែចង្គៀងប្រេងដែលពន្លឺរបស់វាស្រអាប់គាត់បិទភ្នែកហើយស្រមោលរ៉ាតបានលេចឡើងម្ដងទៀតស្នាមញឹមចំអករបស់នាងសម្លេងសើចដែលចាក់ទម្លុះ
ពាក្យសម្ដីរបស់នាងដែលពោពេញដោយមោទនភាពនៅក្បែរហេងទាំងអស់នោះធ្វើឲ្យដើមទ្រូងរបស់សឿងតឹងណែនគាត់បានដេកនៅលើកន្ទេលសម្លឹងមើលដំបូលឫស្សីដែលល្ងិតរួចនិយាយយ៉ាងស្រទន់ទៅកាន់ខ្លួនឯងហេតុអ្វីបានជាត្រូវបែបនេះនីតាតើខ្ញុំធ្វើអ្វីខុសបានជាអ្នកហ៊ានអាម៉ាស់ខ្ញុំនៅមុខមនុស្សគ្រប់គ្នាខ្ញុំប្រហែលជាក្រីក្រប៉ុន្តែខ្ញុំមិនដែលចង់ធ្វើបាបអ្នកទេខ្ញុំធ្វើការទាំងថ្ងៃទាំងយប់សម្រាប់តែអ្នកប៉ុន្តែវាហាក់ដូចជាទាំងអស់នោះមិនដែលគ្រប់គ្រាន់គឺទឹកភ្នែករបស់គាត់ស្រក់ចុះមកលើថ្ពាល់ដែលពោពេញដោយធូលីដីប៉ុន្តែគាត់បានប្រញាប់ជូតវាគាត់មិនចង់មើលទៅទន់ខ្សោយសូម្បីតែនៅចំពោះមុខខ្លួនឯងក៏ដោយមិនយូរប៉ុន្មានសឿងបានក្រោកឈរគាត់បានរើសកន្ទេលដែលចាស់រហែកដាក់លើឥដ្ឋយប់នោះគាត់បានបន់ស្រន់ធីនជុតដោយសំឡេងស្រទន់គាត់បានត្អូញត្អែទៅកាន់ព្រះអល់ឡោះថាគឺអព្រះអល់ឡោះខ្ញុំគ្រាន់តែជាអ្នកបម្រើដែលទន់ខ្សោយខ្ញុំត្រូវបានគេប្រមាថមើលងាយនឹងអាម៉ាស់មុខប៉ុន្តែខ្ញុំដឹងថាទ្រង់ជាអ្នកឃើញអ្វីទាំងអស់បើពិតជាការអត់ធ្មត់នេះត្រូវបានទ្រង់សាកល្បងសូមប្រទានកម្លាំងដល់ខ្ញុំកុំអនុញ្ញាតឲ្យខ្ញុំធ្លាក់ក្នុងចិត្តស្អប់សូមប្រទានផ្លូវដល់ខ្ញុំអព្រះអល់ឡោះក៏ក្រោយអធិស្ឋានចប់សឿងបានអង្គុយស្ងៀមអស់ជាយូរយប់កាន់តែជ្រៅសំឡេងខ្យល់បក់ចូលតាមចន្លោះជញ្ជាំងឫស្សីនៅខាងក្រៅព្រះច័ន្ទរះពេញវងនៅលើមេឃទោះបីជាបេះដូងរបស់គាត់បែកបាក់ក៏ដោយក៏មានភាពស្ងប់ស្ងាត់បន្តិចបន្តួចបានជ្រាបចូលក្នុងទ្រូងរបស់គាត់ដែលគាត់ដឹងថាមានតែព្រះអល់ឡោះទេដែលគាត់អាចពឹងផ្អែកបានគាត់ជឿជាក់ថានៅថ្ងៃណាមួយរបួសទាំងអស់នេះនឹងរកឃើញចម្លើយរបស់វាព្រឹកបន្ទាប់សឿងបានត្រឡប់ទៅធ្វើការដូចធម្មតាគាត់ព្យាយាមរៀបចំមុខរបស់គាត់ដើម្បីកុំឲ្យមើលទៅស្រងូតស្រងាត់ប៉ុន្តែនៅក្នុងចិត្តរបស់គាត់របួសនោះនៅតែរហែកគាត់លាក់វាយ៉ាងជិតស្និទ្ធមិនប្រាប់នរណាម្នាក់ឡើយប៉ុន្មានថ្ងៃក្រោយមករាល់ពេលដែលគាត់ឃើញរ៉ាតនិងហេនមកឃ្លាំងបេះដូងរបស់គាត់ញ័រម្ដងទៀតប៉ុន្តែគាត់បានអន់មុខចុះមិនងាកមើលមិនចង់ពន្យាការឈឺចាប់គាត់ដឹងថាបើគាត់តស៊ូអ្វីនឹងកាន់តែអាក្រក់ទៅដូច្នេះគាត់បានជ្រើសរើសលាក់របួសនោះដោយខ្លួនឯងធ្វើឲ្យវាคล้ายជាអាថ៌កំបាំងរវាងខ្លួនគាត់និងព្រះអល់ឡោះហើយដោយមិនដឹងខ្លួនរបួសដែលគាត់លាក់ទុកនោះបន្តិចម្ដងបានប្រែក្លាយទៅជាភ្លើងនៃការតាំងចិត្តភ្លើងដែលនៅពេលក្រោយនឹងដុតបំផ្លាញការប្រមាថទាំងអស់នៅពេលដែលការពិតទីបំផុតត្រូវបានលាតត្រដាងព្រឹកនោះអាកាសធាតុនៅភូមិកែវជាតិមានអារម្មណ៍ថាក្តៅជាងធម្មតាព្រះអាទិត្យបានខ្ពស់ហើយទោះបីជាមិនទាន់ដល់ម៉ោងក៏ដោយសត្វចាប់ហានៅវាលស្រែខណៈពេលដែលសំឡេងអ៊ូអររបស់កម្មករបានបំពេញទីធ្លាឃ្លាំងកិនស្រូវម្ដងទៀតសឿងបានមកដូចធម្មតាដោយស្លៀកអាវចាស់រហែករបស់គាត់ដែលបានជួសជុលជាច្រើនដងហើយនៅលើស្មារបស់គាត់មានស្នាមក្រហមដែលមិនទាន់ជាសះស្បើយប៉ុន្តែគាត់នៅតែបង្ខំខ្លួនឯងឲ្យរែកបាវរាល់ជំហានរបស់គាត់ធ្ងន់មិនត្រឹមតែដោយសារតែបន្ទុកអង្គប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែបន្ទុកនៃគំនិតដែលនៅតែសង្កត់សង្កិនចាប់តាំងពីហេតុការណ៍ដែលរ៉ាតសើចចំអកនិងប្រមាថគាត់នៅមុខសាធារណៈសំឡេងខ្សឹបខ្សៀវរបស់កម្មករកាន់តែខ្លាំងដំបូងគ្រាន់តែស្រទន់ប៉ុន្តែបន្តិចម្ដងកាន់តែច្បាស់នៅក្នុងត្រចៀករបស់គាត់គឺគួរឲ្យអាណិតណាស់ដែលត្រូវបានប្រពន្ធបោះបង់ចោលដើម្បីមនុស្សអ្នកមានជារឿងធម្មតាទេព្រោះការងាររបស់គាត់គ្រាន់តែជាអ្នករែកប៉ុណ្ណោះតើអាចធ្វើឲ្យប្រពន្ធសប្បាយចិត្តដោយរបៀបណាដូច្នេះកុំក្រីក្របើក្រីក្រគឺត្រៀមខ្លួនទទួលការប្រមាថរាល់ប្រយោគនោះប្រៀបដូចជាព្រួញដែលចាក់ទម្លុះដើមទ្រូងសឿងគាត់មិនដែលតបទេគ្រាន់តែអន់មុខចុះហើយធ្វើពុតជាមិនឮប៉ុន្តែបេះដូងរបស់គាត់បានហូរឈាមនៅចន្លោះពេលសម្រាកកម្មករបានអង្គុយជាក្រុមជក់បារីសឿងបានជ្រើសរើសអង្គុយឆ្ងាយបន្តិចក្រោមដើមឈើស្វាយដ៏ត្រជាក់ប៉ុន្តែត្រចៀករបស់គាត់នៅតែមិនអាចបិទពីការចំអកបានឡើយសឿងនោះជាមនុស្សល្អប៉ុន្តែគាត់ទន់ជ្រាយពេកដូច្នេះហើយបានជាប្រពន្ធគាត់រត់ចោលបើខ្ញុំវិញខ្ញុំខ្មាស់ណាស់ដែលមានវាសនាដូចគាត់ខ្លាយជារឿងកំ pl ែងនៅភូមិទាំងមូលតារ៉ាតខុសឬខ្ញុំគិតថាអត់ទេស្ត្រីជារឿងធម្មតាដែលស្វែងរកជីវិតស្រួលក៏ខ្លះថែមទាំងនិយាយខ្លាំងដើម្បីឲ្យសឿងឮពួកគេមានអារម្មណ៍សុវត្ថិភាពក្នុងការសើចចំអកព្រោះដឹងថាសឿងមិនមែនជាមនុស្សដែលចូលចិត្តខឹងនោះទេសឿងអន់មុខចុះដៃរបស់គាត់ក្តាប់ដីព្យាយាមបញ្ចេញនៅការឈឺចាប់ដែលតឹងណែនក្នុងដើមទ្រូងនៅក្នុងចិត្តរបស់គាត់បាននិយាយថាក៏អព្រះអល់ឡោះសូមប្រទានការអត់ធ្មត់ដល់ខ្ញុំកុំអនុញ្ញាតឲ្យខ្ញុំត្បត់ដោយចិត្តស្អប់ខ្ញុំដឹងថាទ្រង់មិនដែលដេកលក់ទេទាំងអស់នេះពិតជាមានមេរៀនរបស់វាប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចំអកទេក៏មានអ្នកដែលលួចអាណិតផងដែរដូចជាសេឡាស្ត្រីលក់តែនៅតូបក្បែរឃ្លាំងនាងតែងតែឃើញសឿងញ៉ាំតែបាយនិងត្រីដុតម្ដងនោះនាងបានក្លាហានចូលទៅជិតបងសឿងនេះមានត្រីដុតបន្លែសញ៉ាំទៅដើម្បីឲ្យមានកម្លាំងនាងនិយាយទាំងញឹមសឿងបានស្រឡាំងកាំងគាត់ងក់ក្បាលតិចរួចនិយាយយ៉ាងស្រទន់ថា
អរគុណបងស្រីសាឡាសូមឲ្យព្រះអល់ឡោះតបស្នងសេចក្តីល្អរបស់បងស្រីទោះតូចតាចក៏ការយកចិត្តទុកដាក់នោះបានពង្រឹងចិត្តរបស់គាត់យ៉ាងហោចណាស់ក៏មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមើលងាយគាត់ដែរប៉ុន្តែការសាកល្បងមិនបានឈប់ត្រឹមប៉ុណ្ណោះទេប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលសឿងកំពុងរែកបាវស្រាប់តែកម្មករវ័យក្មេងម្នាក់ឈ្មោះចរិតបានចេតនាសាយចំអកគាត់យ៉ាងខ្លាំងហេមើលអ្នករែកអតីតស្វាមីរបស់រាជឆ្លងកាត់គឺគាត់ស្រែកខណៈពេលដែលចង្អុលទៅសឿងមិត្តភក្តិរបស់គាត់សាយខ្លាំងសឿងបានឈប់មួយសន្ទុះបិទភ្នែករួចបន្តដំណើរទៅមុខគាត់មិនងាកមើលមិនត្បត់ទោះបីជាមុខរបស់គាត់ឡើងក្រហមដោយសារខ្មាស់អៀនក៏ដោយក៏ចរិតនៅតែបន្តចំអកកថាបើខ្ញុំជាគាត់ខ្ញុំនឹងដុតផ្ទះខ្លួនឯងហើយខ្មាស់គេដែលត្រូវបានប្រពន្ធបោះបង់ចោលដើម្បីថៅកែអ្នកមានកសំឡេងសាយកាន់តែខ្លាំងឡើងកម្មករផ្សេងទៀតខ្លះព្យាយាមឃាត់ប៉ុន្តែចរិតមិនខ្វល់ទេគាត់នៅតែបន្តសាយរហូតដល់ទីបំផុតមេការលោកច័ន្ទណាតបានស្ដីបន្ទោសចរិតស្ងាត់ទៅកុំហួសហេតុពេកគាត់ស្រែកប៉ុន្តែរបួសបានចាក់ទម្លុះរួចទៅហើយសឿងមានអារម្មណ៍ថាកិត្តិយសរបស់គាត់ទាំងមូលបែកបាក់ខ្ទេចខ្ទាំរសៀលនោះនៅពេលដែលកម្មករទាំងអស់ត្រឡប់ទៅផ្ទះវិញសឿងដើរតែម្នាក់ឯងតាមផ្លូវលំស្ងាត់តាមបណ្ដោយផ្លូវស្ត្រីខ្លះដែលកំពុងហាលស្រូវបានខ្សឹបខ្សៀវខណៈពេលដែលសម្លឹងមើលគាត់មានអ្នកសាយតិចមានអ្នកងក់ក្បាលដោយក្តីអាណិតសឿងគ្រាន់តែអន់មុខចុះជំហានរបស់គាត់ធ្ងន់ដូចជាដីកំពុងខាត់គាត់ពេលមកដល់ផ្ទះគាត់អង្គុយនៅរានហាលខ្ទមរបស់គាត់ដែលស្ងាត់ក្រសែភ្នែករបស់គាត់ទេសម្លឹងមើលទៅវាលស្រែដែលចាប់ផ្ដើមលឿងខ្យល់រាត្រីបក់មកនាំក្លិនស្រូវដែលជិតប្រមូលផលនៅក្នុងចិត្តរបស់គាត់បាននិយាយម្ដងទៀតទៅកាន់ខ្លួនឯងសឿងអត់ធ្មត់ទៅទុកឲ្យគេសាយចំអកអ្នកទៅពួកគេមិនដឹងថាមានអ្វីកើតឡើងពិតប្រាកដទេពួកគេគ្រាន់តែឃើញរូបរាងខាងក្រៅរបស់អ្នកមិនមែនបេះដូងរបស់អ្នកទេចង់ចាំថាទាំងអស់នេះគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះថ្ងៃណាមួយការពិតនឹងមកដល់ហើយនៅពេលនោះពួកគេទាំងអស់គ្នានឹងនៅស្ងៀមទឹកភ្នែកស្រក់ម្ដងទៀតប៉ុន្តែសឿងបានប្រញាប់ជូតវាដោយរដប់គាត់មិនចង់បន្តលងក្នុងភាពសោកសៅទេគាត់ដឹងថាជីវិតត្រូវតែបន្តទៅមុខយប់នោះដោយធម្មតាគាត់បានបន់ស្រន់ធានជុតសំឡេងរបស់គាត់ស្រទន់ពោពេញដោយរំញ័រអង្វរឲ្យព្រះអល់ឡោះប្រទានកម្លាំងអោព្រះអល់ឡោះបើខ្ញុំពិតជាត្រូវទទួលរងទាំងអស់នេះសូមប្រទានកម្លាំងដល់ខ្ញុំកុំអនុញ្ញាតឲ្យខ្ញុំអស់សង្ឃឹមហើយបើដល់ពេលកំណត់សូមបង្ហាញការពិតរបស់ទ្រង់នៅចំពោះមុខអ្នកដែលមើលងាយខ្ញុំការអធិស្ឋាននោះបានបន្លឺឡើងក្នុងខ្ទមតូចរបស់គាត់ដែលស្ងាត់ហើយនៅខាងក្រៅព្រះច័ន្ទពេញវងបានរះភ្លឺដូចជាកំពុងធ្វើជាសាក្សីលើរបួសទាំងអស់ដែលគាត់បានលាក់ទុកយប់នោះភូមិកែវជាតិបានលិចលង់ក្នុងភាពស្ងប់ស្ងាត់ចង្គៀងប្រេងនៅរានហាលផ្ទះអ្នកភូមិចាប់ផ្ដើមរលត់ម្ដងមួយនៅសល់តែពន្លឺស្រអាប់ខ្លះពីផ្ទះដែលនៅតែភ្ញាក់ខ្យល់រាត្រីបក់មកយ៉ាងស្រទន់នាំសំឡេងស្លឹកចេកនិងឫស្សីដែលប៉ះគ្នាបន្ថែមភាពឯកោនៅក្នុងខ្ទមសាមញ្ញមួយនៅមាត់វាលស្រែសឿងអង្គុយតែម្នាក់ឯងផ្ទះនោះមានជញ្ជាំងឫស្សីខ្លះបានធ្លាយដោយសារតែចាស់ដំបូលប្រក់ស្បូវធ្លីនៅកន្លែងខ្លះឥដ្ឋរបស់វាគ្រាន់តែជាដីដែលគ្របដោយកន្ទេលស្លឹកត្នោតថ្ងៃនោះរបួសផ្លូវចិត្តដែលគាត់លាក់ទុកមានអារម្មណ៍ធ្ងន់ជាងមុនការប្រមាថរបស់រាជនៅតែបន្លឺឡើងក្នុងត្រចៀករបស់គាត់ការចំអករបស់កម្មករនិងសំឡេងខ្សឹបខ្សៀវរបស់អ្នកភូមិក៏នៅតែចាក់ទម្លុះបេះដូងរបស់គាត់ដែរនៅពេលថ្ងៃគាត់អាចទប់ទល់ដោយការងារប៉ុន្តែនៅពេលយប់មកដល់ហើយភាពស្ងប់ស្ងាត់បានគ្រប់ដណ្ដប់ការជិះចាប់ទាំងអស់បានផុសឡើងដោយមិនអាចទប់ទល់បានសឿងអង្គុយលើកន្ទេលសម្លឹងមើលចង្គៀងប្រេងដែលពន្លឺរបស់វាភ្លឹបភ្លែតដោយសារខ្យល់មុខរបស់គាត់ហត់នឿយភ្នែករបស់គាត់ស្លេកស្លាំងប៉ុន្តែគំនិតរបស់គាត់មិនអាចស្ងប់ស្ងាត់បានទេគាត់ចង់គេងប៉ុន្តែរាល់ពេលដែលគាត់បិទភ្នែកស្រមោលរាតបានលេចឡើងជាមួយនឹងសំឡេងសាច់ចំអករបស់នាងទីបំផុតគាត់បានក្រោកឡើងដោយជំហានយឺតគាត់បានរើសកន្ទេលដែលចាស់រហែកដែលព្យួរនៅលើជញ្ជាំងកន្ទេលនោះបានចាស់ណាស់ពណ៌របស់វាស្រអាប់ប៉ុន្តែវាคล้ายជាសាក្សីនៃរាល់ការអធិស្ឋានដែលគាត់បានបន់ស្រន់គាត់បានលាតវានៅលើឥដ្ឋរួចយកទឹកពីអណ្ដូងនៅខាងក្រោយផ្ទះដើម្បីធ្វើវូឌូទឹកពេលយប់មានអារម្មណ៍ត្រជាក់ចាក់ទម្លុះប៉ុន្តែផ្ដល់ភាពស្ងប់ស្ងាត់សឿងអង្គុយមួយសន្ទុះបន្ទាប់ពីធ្វើវូឌូជូតមុខរបស់គាត់ដោយដៃទាំងពីររួចក្រោកឈរអធិស្ឋានសំឡេងតាក់បៀរបស់គាត់ស្រទន់ស្ទើរតែលិចលង់ក្នុងសំឡេងចង្រិតនៅខាងក្រៅផ្ទះគាត់បានបន់ស្រន់ធានជុតការបន់ស្រន់របស់មនុស្សដែលចង់នៅជិតព្រះអល់ឡោះនៅកណ្ដាលភាពស្ងប់ស្ងាត់នៃយប់ក្រោយពីស្លាតចុងក្រោយគាត់បានអង្គុយនៅលើកន្ទេលអស់ជាយូរដៃរបស់គាត់បានលើកឡើងមុខរបស់គាត់អន់ចុះហើយទឹកភ្នែកចាប់ផ្ដើមស្រក់ជាលើកដំបូងបន្ទាប់ពីទប់ខ្លួនអស់រយៈពេលជាយូរយប់នោះគាត់បានយំយ៉ាងខ្លាំងអោព្រះអល់ឡោះខ្ញុំគ្រាន់តែជាអ្នកបម្រើដែលទន់ខ្សោយ
ខ្ញុំត្រូវបានគេអាម៉ាស់មុខប្រមាថនិងមើលងាយនៅមុខមនុស្សជាច្រើនបេះដូងខ្ញុំបែកបាក់ខ្លួនខ្ញុំហត់នឿយប៉ុន្តែខ្ញុំគ្មាននរណាម្នាក់ក្រៅពីទ្រង់ទេសំឡេងយំរបស់គាត់បានបែកបាក់ស្មារបស់គាត់ញ័រសំឡេងរបស់គាត់យំគាត់នៅតែបន់ស្រន់ដោយពាក្យដែលបែកបាក់អោព្រះអល់ឡោះបើការអត់ធ្មត់នេះជាការសាកល្បងរបស់ទ្រង់សូមប្រទានកម្លាំងដល់ខ្ញុំកុំអនុញ្ញាតឲ្យខ្ញុំត្បត់ដោយចិត្តស្អប់សូមកុំឲ្យបេះដូងខ្ញុំខ្មៅដោយសារគំនុំសូមបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់សូមបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់ទោះបីបេះដូងខ្ញុំឈឺចាប់ក៏ដោយយឺសឿងនៅស្ងៀមមួយសន្ទុះរួចបន្តបន់ស្រន់ហើយអោព្រះអល់ឡោះបើទ្រង់ប្រាថ្នាសូមបង្ហាញការពិតរបស់ទ្រង់សូមបង្ហាញដល់អ្នកដែលមើលងាយខ្ញុំថាទ្រង់អាចផ្លាស់ប្ដូរស្ថានភាពក្នុងមួយប៉ព្រិចភ្នែកបានខ្ញុំមិនទាមទារទ្រព្យសម្បត្តិដ៏បរិបូរណ៍ទេខ្ញុំគ្រាន់តែចង់បានកិត្តិយសរបស់ខ្ញុំមកវិញខ្ញុំចង់ឲ្យមនុស្សដឹងថាខ្ញុំមិនមែនជាមនុស្សអាម៉ាស់ទេទឹកភ្នែករបស់គាត់ស្រក់យ៉ាងខ្លាំងយប់នោះការអធិស្ឋានរបស់គាត់ហាក់ដូចជាជ្រាបចូលទៅក្នុងមេឃនៅខាងក្រៅព្រះច័ន្ទពេញវង់បានរះភ្លឺដូចជាកំពុងធ្វើជាសាក្សីនៃសម្លេងយំរបស់អ្នកបម្រើដែលត្រូវគេជិះជាន់ខ្យល់រាត្រីបាននាំសម្លេងរបស់គាត់ទៅឆ្ងាយលីឡំជាមួយភាពស្ងប់ស្ងាត់នៃភូមិដែលកំពុងដេកលក់សឿងបន្តអធិស្ឋានរហូតដល់យប់ជ្រៅគាត់បានរំលឹកអ៊ីស្តេហ្វារម្ដងហើយម្ដងទៀតអានអាយ៉ាត់ខ្លីហើយក្រាបស៊ូជូបអស់ជាយូរនៅលើកន្ទេលនៅក្នុងស៊ូជូតនោះគាត់បានប្រគល់របួសនឹងការឈឺចាប់ទាំងអស់របស់គាត់ទៅព្រះអល់ឡោះបេះដូងរបស់គាត់បន្តិចម្ដងមានអារម្មណ៍ស្រាលសម្លេងយំរបស់គាត់បានស្ងប់ស្ងាត់ប្រែជាភាពស្ងប់ស្ងាត់ដែលគាត់ពិបាកនឹងពន្យល់ទោះបីជាការប្រមាថនៅតែមានទោះបីជារបួសមិនទាន់ជាសេះស្បើយក៏ដោយក៏យប់នោះគាត់មានអារម្មណ៍ថាខ្លាំងជាងមុនគាត់ជឿជាក់ថាការអធិស្ឋាននៅយប់ស្ងាត់នឹងមិនត្រូវបានលឺឡើយចម្លើយប្រហែលជាមិនមកដល់ភ្លាមនោះទេសឿងបានដេកលក់នៅលើកន្ទេលខ្លួនប្រាណរបស់គាត់ត្រេតមុខរបស់គាត់នៅតែសាមដោយទឹកភ្នែកការគេងរបស់គាត់ខ្លីប៉ុន្តែជ្រៅព្រឹកបន្ទាប់គាត់បានក្រោកឡើងស្រស់ស្រាយជាងមុនទោះបីជាខ្លួនប្រាណរបស់គាត់ហត់នឿយក៏ដោយក៏មានកម្លាំងចិត្តថ្មីនៅក្នុងបេះដូងរបស់គាត់ដែរគាត់បានស្លៀកអាវចាស់រហែករបស់គាត់ម្ដងទៀតរួចដើរទៅឃ្លាំងដើម្បីធ្វើការប៉ុន្មានថ្ងៃក្រោយមកការអធិស្ឋានពេលយប់បានคล้ายជាទម្លាប់សម្រាប់គាត់រាល់ពេលដែលការឈឺចាប់មកដល់គាត់បានបញ្ចេញវាទៅលើកន្ទេលរាល់ពេលដែលការប្រមាថចាក់ទម្លុះគាត់បានតបត់ដោយការអធិស្ឋានស្រទន់នៅយប់ស្ងាត់ហើយដោយមិនដឹងខ្លួនការអធិស្ឋានទាំងនោះកំពុងនាំគាត់ទៅរកជោគវាសនាដ៏ធំមួយជោគវាសនាមួយដែលនឹងធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលរួមទាំងរាគនឹងហេនថ្ងៃនោះបរិយាកាសឃ្លាំងកិនស្រូវមីញឹកជាងធម្មតាឡានដឹកទំនិញធំបានមកដល់ដឹកផលិតផលដំណាំពីភូមិផ្សេងសំឡេងស៊ីរ៉ែនសំឡេងស្រែករបស់មេកានិងសំឡេងបាវធ្លាក់ទៅលើឥដ្ឋបានធ្វើឲ្យបរិយាកាសអ៊ូអរកណ្ដាលភាពអ៊ូអរនោះសឿងនៅតែធ្វើការដូចធម្មតាញើសហូរស្មារបស់គាត់ឈឺចាប់ដោយសារបន្តរែកបាវធ្ងន់ប៉ុន្តែគាត់នៅតែអន់មុខចុះផ្ដោតលើការងាររបស់គាត់ព្យាយាមបំភ្លេចរាល់ការចំអកដែលធ្លាប់កើតមានលើគាត់ភ្លាមនោះសំឡេងម៉ាស៊ីនរថយន្តទំនើបបានលើពីផ្លូវភូមិមនុស្សគ្រប់គ្នាបានងាកមើលដោយឯកឯងរថយន្តខ្មៅភ្លឺនោះបានចូលទៅក្នុងទីធ្លាឃ្លាំងយឺតមិនយូរប៉ុន្មានទ្វាររបស់វាបានបើកហើយស្ត្រីម្នាក់បានចុះមកដោយពេញដោយទំនុកចិត្តនាងគឺរ៉ាតថ្ងៃនោះនាងមើលទៅកាន់តែឆ្មើងឆ្មៃសក់របស់នាងត្រូវបានតាក់តែងយ៉ាងស្អាតបបូរមាត់របស់នាងលាបក្រែមលាបមាត់ពណ៌ក្រហមឆ្អៅដៃរបស់នាងពោពេញដោយគ្រឿងអលង្ការមាសអាវរបស់នាងគឺរ៉ូបទំនើបមានក្បាច់ផ្កាខុសប្លែកគ្នាខ្លាំងពីសម្លៀកបំពាក់សាមញ្ញរបស់កម្មករនៅខាងក្រោយនាងហេនបានចុះដោយស្លៀកឈុតស្អាតស្បែកជើងភ្លឺនិងស្នាមញញឹមឆ្មើងឆ្មៃគូស្វាមីភរិយានោះបានដើរទៅកាន់ការិយាល័យឃ្លាំងភ្នែកទាំងអស់បានទៅលើពួកគេវ៉ានោះគឺរ៉ាតអាទិត្យភរិយារបស់សឿងមែនទេកម្មករម្នាក់ខ្សឹបបាទឥឡូវកាន់តែស្អាតនឹងអ្នកមានប្រៀបធៀបជាមួយសឿងក្អួយឆ្ងាយគ្នាណាស់គឺអ្នកផ្សេងទៀតឆ្លើយទាំងសាច់តិចរ៉ាតបានឮសំឡេងខ្សឹបនោះនាងកាន់តែញឹមធំរួចបោះជំហានកាន់តែលឿនដូចជាចង់បង្ហាញខ្លួនឯងនៅមុខមនុស្សជាច្រើននៅពេលឃើញសឿងដែលកំពុងរែកបើនាងបានឈប់ភ្លាមមុខរបស់នាងប្រែជាចំអកនាងបានដាក់ដៃលើចង្កេះរួចនិយាយខ្លាំងថាក្អួយដូច្នេះអ្នកនៅតែនៅទីនេះមែនទេសឿងនៅតែជាអ្នករែកអង្គរអ្នកមិនខ្មាស់គេទេមនុស្សវ័យចំណាស់ដូចយើងបានជោគជ័យមានផ្ទះស្អាតមានយានជំនិះខណៈពេលដែលអ្នកនៅតែបែបនេះកម្មករទាំងអស់នៅស្ងៀមបរិយាកាសស្រាប់តែស្ងប់ស្ងាត់ពួកគេសម្លឹងមើលសឿងរងចាំមើលថាតើគាត់នឹងធ្វើអ្វីសឿងអន់មុខចុះទប់ខ្លួនគាត់មិនបាននិយាយអ្វីទេដៃរបស់គាត់ដែលក្តាប់បាវញ័រមិនមែនដោយសារតែទម្ងន់នៃបន្ទុកនោះទេប៉ុន្តែដោយសារតែការទប់អារម្មណ៍រ៉ាតមិនបានឈប់ទេនាង
កាន់តែខ្លាំងឡើងនាងបានដើរទៅជិតឈរចំពីមុខសឿងរួចចង្អុលមុខរបស់គាត់ខ្ញុំដឹងគុណដែលបានចាក់ចេញពីអ្នកមើលខ្លួនឯងស្រអាប់ក្លិនស្អុយក្រីកបើខ្ញុំនៅជាមួយអ្នកប្រហែលជាខ្ញុំក៏នឹងវេទនាដែរសំណាងល្អឥឡូវខ្ញុំនៅជាមួយហេនគាត់អាចផ្ដល់ឲ្យខ្ញុំនៅអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានមើលចិញ្ចៀននេះខ្សែកនេះទាំងអស់នេះមកពីអ្វីដែលអ្នកធ្លាប់ឲ្យខ្ញុំមានតែញើសនិងភាពក្រីក្រប៉ុណ្ណោះហេនគ្រាន់តែញឹមតិចទុកឲ្យភរិយារបស់គាត់និយាយម្ដងម្កាលគាត់អបរាទដូចជាគាំទ្ររាល់ពាក្យទាំងនោះកម្មករខ្លះខ្សឹបខ្សៀវយ៉ាងស្រទន់មានអ្នកងក់ក្បាលអាណិតសឿងប៉ុន្តែក៏មានអ្នកសើចតិចរីករាយនឹងទិដ្ឋភាពនោះដែរសឿងខំបូរមាត់របស់គាត់ទឹកភ្នែករបស់គាត់ស្ទើរតែស្រក់ប៉ុន្តែគាត់បានប្រញាប់លើកមុខឡើងទប់មិនឲ្យមើលទៅទន់ខ្សោយនៅក្នុងចិត្តរបស់គាត់បានបន់ស្រន់ថាគឺអបព្រះអល់ឡោះគុំអនុញ្ញាតឲ្យខ្ញុំស្អប់ខ្ញុំដឹងថាទ្រង់តែងតែឃើញបើការអត់ធ្មត់របស់ខ្ញុំកំពុងត្រូវបានសាកល្បងសូមប្រទានកម្លាំងដល់ខ្ញុំក្រាតសៃខ្លាំងហាតើអ្នកគិតថាខ្ញុំនឹងសោកស្ដាយដែលបានចាក់ចេញពីអ្នកទេអត់ទេសឿងផ្ទុយទៅវិញខ្ញុំសូមអរគុណខ្លួនឯងដែលបានក្លាហានជ្រើសរើសផ្លូវផ្សេងឥឡូវមើលចុះខ្ញុំរស់នៅដូចជាមហាក្សត្រីខណៈពេលដែលអ្នកដូចជាកម្មករថោកទាបពាក្យទាំងនោះដូចជាកម្លាំងរំពាត់ដែលកាត់បេះដូងកម្មករទាំងអស់បានសម្លឹងមើលសឿងរងចាំប្រតិកម្មរបស់គាត់ប៉ុន្តែគាត់នៅតែស្ងៀមគ្រាន់តែរែកបោរបស់គាត់ម្ដងទៀតរួចដើរទៅដោយជំហានទន់ខ្សោយរ៉ាតបានរមៀលភ្នែករបស់នាងរួចគ្រវីដៃទៅកាន់កម្មករផ្សេងទៀតដូចជាកំពុងបង្ហាញគឺអ្នកទាំងអស់គ្នាជាសាក្សីនេះជាលទ្ធផលបើមិនអាចលើកដំកើងឋានៈភរិយាបានកុំឲ្យមានវាសនាដូចគាត់សំឡេងសើចរបស់រ៉ាតបានបន្លឺឡើងម្ដងទៀតឡានទំនើបរបស់នាងកំពុងរង់ចាំនៅខាងក្រៅហើយនាងបានដើរចូលទៅក្នុងឡាននោះដោយពេញដោយទំនុកចិត្តសឿងឈរនៅចុងឃ្លាំងសម្លឹងមើលឡាននោះទៅដោយភ្នែកស្រក់ទឹកភ្នែកបេះដូងរបស់គាត់ឈឺចាប់ប៉ុន្តែគាត់នៅតែជ្រើសរើសនៅស្ងៀមយប់នោះនៅផ្ទះគាត់បានត្អូញត្អែទៅព្រះអល់ឡោះម្ដងទៀតគាត់បានក្រាបស៊ូជូបអស់ជាយូរទឹកភ្នែករបស់គាត់ស្រក់នៅលើកន្ទេលអោព្រះអល់ឡោះខ្ញុំបានព្យាយាមអត់ធ្មត់ហើយប៉ុន្តែការប្រមាថនេះកាន់តែធ្ងន់ធ្ងរឡើងបើទ្រង់ប្រាថ្នាសូមបង្ហាញការពិតរបស់ទ្រង់ខ្ញុំមិនចង់ឲ្យពួកគេអាម៉ាស់មុខទេខ្ញុំគ្រាន់តែចង់ឲ្យទ្រង់លើកដំកើងឋានៈខ្ញុំនៅក្នុងក្រសែភ្នែករបស់ពួកគេការអធិស្ឋាននោះត្រូវបានគាត់និយាយម្ដងហើយម្ដងទៀតរហូតដល់ទីបំផុតគាត់បានដេកលក់នៅលើកន្ទេលដោយមុខនៅតែសាមដោយទឹកភ្នែកនៅខាងក្រៅព្រះច័ន្ទរនោចព្យួរនៅលើមេឃដូចជាកំពុងធ្វើជាសាក្សីស្ងៀមស្ងាត់នៃការអធិស្ឋានរបស់អ្នកបម្រើដែលត្រូវគេជិះជាន់ហើយដោយមិនដឹងខ្លួនយប់នោះគឺជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរដ៏ធំមួយភាពឆ្មើងឆ្មៃរបស់រ៉ាតបានហួសពីដែនកំណត់ហើយមិនយូរប៉ុន្មានព្រះអល់ឡោះនឹងបង្ហាញអំណាចរបស់ទ្រង់ថ្ងៃនៅឃ្លាំងកិនស្រូវកាន់តែលំបាកសម្រាប់សឿងមិនត្រឹមតែខ្លួនប្រាណរបស់គាត់កាន់តែហត់នឿយដោយសាររែកបោកអង្គររាប់សិបការដងរាល់ថ្ងៃប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែបេះដូងរបស់គាត់ដែលបន្តត្រូវបានគេប្រមាថចាប់តាំងពីរ៉ាតកាន់តែឆ្មើងឆ្មៃហើយហ៊ានអាម៉ាស់គាត់នៅទីសាធារណៈកម្មករផ្សេងទៀតហាក់ដូចជាបានរកឃើញរឿងថ្មីសម្រាប់និយាយលេងរាល់ពេលដែលសឿងឆ្លងកាត់មានតែសំឡេងខ្សឹបខ្សៀវដែលចំអកហេប្រយ័ត្នបើជួបអតីតខ្លាចគេសាយចំអកទៀតគួរឲ្យអាណិតណាស់សឿងដែលត្រូវបានប្រពន្ធបោះបង់ចោលបើខ្ញុំជាគាត់ខ្ញុំនឹងទៅឆ្ងាយល្អជាងខ្មាស់គេដែលនៅទីនេះសឿងគ្រាន់តែអន់មុខចុះគាត់មិនដែលតបទេទោះបីជាបេះដូងរបស់គាត់បែកបាក់ម្ដងហើយម្ដងទៀតក៏ដោយគាត់ដឹងថាបើគាត់ខឹងនោះមនុស្សនឹងកាន់តែពេញចិត្តដូច្នេះគាត់បានជ្រើសរើសនៅស្ងៀមធ្វើឲ្យការអត់ធ្មត់ជាខែចុងក្រោយរបស់គាត់ប៉ុន្តែការអត់ធ្មត់នោះមិនងាយស្រួលទេពេលខ្លះគាត់ត្រឡប់ទៅផ្ទះវិញដោយភ្នែកហើមយំដោយស្ងៀមស្ងាត់ពេលខ្លះគាត់អង្គុយយូរនៅរៀនហៅខ្ទមរបស់គាត់សម្លឹងមើលវាលស្រែស្ងាត់សួរខ្លួនឯងថាខ្ញុំត្រូវរឹងមាំបែបនេះរហូតដល់ពេលណាយប់របស់គាត់ក៏ពោពេញដោយការអធិស្ឋានផងដែរគាត់កាន់តែឧស្សាហ៍ក្រោកពីគេងនៅម៉ោង3យប់ទូការឈឺចាប់ទាំងអស់ទៅព្រះអល់ឡោះរាល់ពេលដែលគាត់ក្រាបស៊ូជូតគាត់បានអង្វរសុំកម្លាំងដើម្បីកុំឲ្យអស់សង្ឃឹមក៏អព្រះអល់ឡោះបើនេះជាការសាកល្បងរបស់ទ្រង់គុំអនុញ្ញាតឲ្យខ្ញុំចាញ់ខ្ញុំមិនចង់ស្អប់ពួកគេទេទោះបីបេះដូងខ្ញុំឈឺចាប់ក៏ដោយគេសូមបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់ជានិច្ចសូមបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់ជានិច្ចប៉ុន្តែព្រះអល់ឡោះហាក់ដូចជាចង់សាកល្បងការអត់ធ្មត់របស់គាត់បន្ថែមទៀតល្ងាចមួយនៅពេលដែលការងារជិតចប់ស្រាប់តែរ៉ាតបានមកឃ្លាំងម្ដងទៀតលើកនេះនាងមិនត្រឹមតែនៅជាមួយហេនប៉ុណ្ណោះទេប៉ុន្តែក៏មានដៃគូអាជីវកម្មរបស់គាត់ខ្លះដែរពួកគេបានចូលទៅក្នុងឃ្លាំងដោយស្ទីលពេញរ៉ាតស្លៀកអាវបាយកាលីហ្វ័រញ៉ាពណ៌បៃតងត្បូងមរកតតុបតែងដោយគ្រឿងអលង្ការមាសដែលលេចធ្លោស្នាមញឹមរបស់នាងធំ
ភ្នែករបស់នាងចែងចាំងដោយមោទនភាពនៅពេលឃើញសឿងកំពុងទម្លាក់បាវនាងបានស្រែកខ្លាំងថាគូមើលចុះអ្នកទាំងអស់គ្នានេះជាអតីតស្វាមីរបស់ខ្ញុំគាត់ធ្លាប់ជាស្វាមីដែលបរាជ័យរបស់ខ្ញុំហើយឥឡូវនេះមើលចុះនៅតែជាអ្នករែកបរិយាកាសឃ្លាំងស្រាប់តែស្ងប់ស្ងាត់ភ្នែកទាំងអស់បានទៅលើសឿងរ៉ាតបានចេតនាចង្អុលទៅគាត់អាម៉ាស់គាត់នៅមុខមនុស្សជាច្រើនហេនសើចតិចរួចនិយាយទៅកាន់ដៃគូរបស់គាត់ថាខ្ញុំនិយាយត្រូវមែនទេមនុស្សដូចគាត់នឹងមិនដែលផ្លាស់ប្ដូរឡើយខណៈពេលដែលខ្ញុំនិងភរិយារបស់ខ្ញុំអាចកសាងអាជីវកម្មគាត់គ្រាន់តែអាចលើកបន្ទុកអ្នកដទៃគួរដៃគូអាជីវកម្មទាំងនោះញឹមជូរចត់មានអ្នកសើចយ៉ាងគួរសមមានអ្នកងក់ក្បាលប៉ុន្តែក្រសែភ្នែករបស់ពួកគេដូចគ្នាមើលងាយសឿងឈរឹងបៅដែលគាត់រែកមានអារម្មណ៍ធ្ងន់ជាងធម្មតាដូចជាពិភពលោកកំពុងសង្កត់លើស្មារបស់គាត់សម្លឹងមើលទៅដីព្យាយាមទប់ទឹកភ្នែករ៉ាតមិនបានឈប់ទេនាងបានបោះជំហានកាន់តែជិតរួចនិយាយដោយទឹកដមប្រមាថសឿងតើអ្នកមិនខ្មាស់គេទេកាលពីមុនអ្នកធ្លាប់សន្យាថានឹងធ្វើឲ្យខ្ញុំសប្បាយចិត្តប៉ុន្តែមានតែធ្វើឲ្យខ្ញុំវេទនាប៉ុណ្ណោះមើលខ្ញុំឥឡូវនេះនៅជាមួយប្តីដែលជោគជ័យអ្នកនៅតែជាកម្មករគូសំឡេងសើចរបស់រ៉ាតបានបែកខ្ចាយម្ដងទៀតមនុស្សគ្រប់គ្នាបានឮវាហើយសំឡេងសើចនោះបានចាក់ទម្លុះបេះដូងសឿងនៅក្នុងចិត្តរបស់គាត់សឿងបានស្រែកអោព្រះអល់ឡោះតើខ្ញុំត្រូវទទួលរងទាំងអស់នេះរហូតដល់ពេលណាខ្ញុំបានអត់ធ្មត់ហើយខ្ញុំបាននៅស្ងៀមហើយប៉ុន្តែការប្រមាថនេះមិនឈប់ទេគឺប៉ុន្តែបូមាត់របស់គាត់នៅតែជប់គាំងគាត់មិនបានតបទេគាត់គ្រាន់តែដកដង្ហើមវែងរួចបន្តការងាររបស់គាត់មេការលោកចាន់ណាតដែលឃើញហេតុការណ៍នោះទីបំផុតបាននិយាយអ្នកស្រីរ៉ាតសូមទោសប៉ុន្តែកុំធ្វើបែបនេះអីយើងទាំងអស់គ្នានៅទីនេះធ្វើការយ៉ាងលំបាករួមទាំងលោកសឿងផងដែរមិនសមនឹងប្រមាថមនុស្សនៅកន្លែងធ្វើការទេការ៉ាតបានស្រែករួចក្រវីដៃក៏ហោទុកឲ្យគាត់ទៅចុះមនុស្សដូចគាត់ពិតជាសមនឹងត្រូវបានគេប្រមាថខ្ញុំគ្រាន់តែនិយាយត្រង់ប៉ុណ្ណោះក៏ហេនបានទាញដៃភរិយារបស់គាត់គ្រប់គ្រាន់ហើយតោះចូលទៅយើងមានការងារសំខាន់ពួកគេក៏បានទៅបន្ទប់ការិយាល័យចាក់ចេញពីសឿងជាមួយនឹងរបួសថ្មីនៅក្នុងបេះដូងរបស់គាត់រសៀលនោះនៅពេលដែលកម្មករទាំងអស់ត្រឡប់ទៅផ្ទះវិញសឿងអង្គុយតែម្នាក់ឯងក្រោមដើមស្វាយក្បែរឃ្លាំងភ្នែករបស់គាត់ទេគំនិតរបស់គាត់ពោពេញដោយភាពច្របូកច្របល់គាត់មានអារម្មណ៍ថាការអត់ធ្មត់របស់គាត់ជិតអស់ហើយប៉ុន្តែនៅក្នុងភាពស្ងប់ស្ងាត់នោះគាត់បានឮសំឡេងបេះដូងរបស់គាត់ផ្ទាល់គូសឿងកុំបោះបង់ចោលការអត់ធ្មត់របស់អ្នកនឹងត្រូវបានសាកល្បងរហូតដល់ដែនកំណត់របស់វាប៉ុន្តែចងចាំថាព្រះអល់ឡោះមិនដែលដេកលក់ទេថ្ងៃណាមួយទាំងអស់នេះនឹងត្រូវបានសង់ដោយវិធីរបស់ទ្រង់គូពាក្យទាំងនោះបានធ្វើឲ្យគាត់រឹងមាំឡើងវិញគាត់បានក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញតាមផ្លូវលំស្ងាត់នៅផ្ទះគាត់បានយកកន្ទេលម្ដងទៀតរួចក្រាបស៊ូជូតអស់ជាយូរនៅចំពោះព្រះអល់ឡោះគឺអោព្រះអល់ឡោះខ្ញុំស្ទើរតែដួលហើយប៉ុន្តែខ្ញុំជឿជាក់លើទ្រង់បើមិនទាន់ដល់ពេលកំណត់ទេខ្ញុំនឹងនៅតែអត់ធ្មត់ប៉ុន្តែបើដល់ពេលកំណត់សូមបង្ហាញអំណាចរបស់ទ្រង់សូមបង្ហាញថាអ្នកណាដែលទ្រង់លើកដំកើងទឹកភ្នែករបស់គាត់ស្រក់ម្ដងទៀតប៉ុន្តែលើកនេះមិនមែនជាទឹកភ្នែកឈឺចាប់ទេមានទឹកភ្នែកក្តីសង្ឃឹមជំនឿថាការអធិស្ឋានរបស់គាត់មិនឥតប្រយោជន៍ទេហើយពិតណាស់ការសាកល្បងនោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះក្នុងពេលឆាប់នេះហេតុការណ៍ដ៏ធំមួយនឹងផ្លាស់ប្ដូរអ្វីទាំងអស់សឿងដែលធ្លាប់ត្រូវបានគេប្រមាថនឹងបង្ហាញថាគាត់ជានរណាពិតប្រាកដប៉ុន្មានថ្ងៃបានកន្លងផុតទៅចាប់តាំងពីហេតុការណ៍ដែលរ៉ាតបានអាម៉ាស់សឿងម្ដងទៀតនៅមុខដៃគូអាជីវកម្មរបស់ហេងចាប់តាំងពីពេលនោះមកការនិយាយដើមគ្នាក្នុងចំណោមកម្មករកាន់តែខ្លាំងឡើងឈ្មោះសឿងហាក់ដូចជាមិនដែលឃ្លាតឆ្ងាយពីរឿងនិយាយដើមឡើយមិនថាដោយក្តីអាណិតការចំអកឬការប្រមាថឡើយប៉ុន្តែមានរឿងចម្លែកមួយដែលមនុស្សមួយចំនួននៅក្នុងឃ្លាំងចាប់ផ្ដើមកត់សម្គាល់ការបង្ហាញវត្តមានរបស់ជនបរទេសដែលមិនធម្មតាព្រឹកមួយឡានរីកការពណ៌ប្រភេទមួយបានឈប់នៅទីធ្លាឃ្លាំងពីខាងក្នុងបានចេញបុរសពីរនាក់ស្លៀកឈុតស្អាតយូរឯកសារហើយនិយាយយ៉ាងម៉ឺងម៉ាត់ជាមួយមេការលោកចាន់ណាតកម្មករផ្សេងទៀតគ្រាន់តែអាចលួចមើលពីចម្ងាយឆ្ងល់ថាពួកគេជានរណាខ្ញុំឮថាពួកគេជាមនុស្សមកពីទីក្រុងកូវ៉ាត់ខ្សឹបប្រាប់សឿងគេថាម្ចាស់ឃ្លាំងធំនឹងមកផ្ទាល់ដើម្បីប្រជុំដូច្នេះពួកគេកំពុងរៀបចំកម្មករផ្សេងទៀតបន្ថែមសឿងគ្រាន់តែនៅស្ងៀមគាត់នៅតែរែកបាវដូចធម្មតាទោះបីជានៅក្នុងចិត្តរបស់គាត់មានអារម្មណ៍ខុសប្លែកគ្នាក៏ដោយគាត់ដឹងថាមានអ្វីមួយកំពុងកើតឡើងអ្វីមួយដែលប្រហែលជានឹងផ្លាស់ប្ដូរអ្វីទាំងអស់ថ្ងៃហើយថ្ងៃទៀតចរអ្នកអាចកំបាំងកាន់តែច្បាស់កម្មករខ្លះបានឃើញមេការតែងតែទទួលទូរស័ព្ទខណៈពេលដែលខ្សឹបខ្សៀវ
ក៏មានដំណឹងថាថៅកែធំនឹងរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនៅឃ្លាំងក្នុងពេលឆាប់នេះប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺសឿងផ្ទាល់ត្រូវបានគេហៅដោយសម្ងាត់ជាច្រើនដងដោយមនុស្សទាំងនោះពួកគេមិនដែលនិយាយយូរជាមួយគាត់ទេគ្រាន់តែសួរសំណួរតូចដែលមនុស្សផ្សេងទៀតមិនយល់បងសឿងតើស្ថានភាពកម្មករនៅទីនេះយ៉ាងម៉េចដែរបើប្រព័ន្ធប្រាក់ឈ្នួលតើវាយុត្តិធម៌ទេតាមបងតើអ្វីដែលត្រូវកែលម្អពីឃ្លាំងនេះសឿងឆ្លើយដោយបរិសុទ្ធមិនដែលសង្ស័យសម្រាប់គាត់ពួកគេគ្រាន់តែកំពុងស្វែងរកទិន្នន័យសម្រាប់របាយការណ៍ប៉ុន្តែដោយមិនដឹងខ្លួនរាល់ការសន្ទនាទាំងនោះបានក្លាយជាកំណត់ត្រាសំខាន់ទន្ទឹមនឹងនោះរ៉ាតនិងហេនក៏ចាប់ផ្ដើមឮដំណឹងអំពីការមកដល់របស់ម្ចាស់ឃ្លាំងធំផងដែរពួកគេមានអារម្មណ៍ថាចាំបាច់ត្រូវបង្ហាញឥទ្ធិពលរបស់ពួកគេហេនថែមទាំងមកកាន់តែញឹកញាប់ដោយជិះឡានផ្សេងគ្នារាល់ពេលគ្រាន់តែដើម្បីបង្ហាញនៅមុខកម្មករសឿងក៏វត្តនិយាយក្រសៀលមួយខ្ញុំឮថាសប្តាហ៍ក្រោយម្ចាស់ឃ្លាំងធំនឹងមកផ្ទាល់គេថាមានកិច្ចប្រជុំដ៏ធំមួយមនុស្សគ្រប់គ្នាត្រូវតែចូលរួមដែរសឿងមកក្បាលតិចមុខរបស់គាត់នៅតែស្ងប់ស្ងាត់ទោះបីបេះដូងរបស់គាត់លោតញាប់ក៏ដោយមានអ្វីមួយនៅក្នុងខ្លួនរបស់គាត់ដែរខ្សឹបប្រាប់នេះគឺជាពេលដែលគាត់បានរងចាំអស់ជាយូរមកហើយយប់នោះគាត់បានបន់ស្រន់ធានជុតម្ដងទៀតបន្ទាប់ពីក្រាបស៊ូជូបអស់ជាយូរគាត់បានអង្គុយនៅលើកន្ទេលរបស់គាត់អស់ជាយូរអោព្រះអល់ឡោះបើនេះពិតជាពេលកំណត់សូមដឹកនាំខ្ញុំកុំអនុញ្ញាតឲ្យខ្ញុំឆ្មើងឆ្មៃកុំអនុញ្ញាតឲ្យខ្ញុំភ្លេចថាទាំងអស់នេះគឺដោយសារទ្រង់គឺនៅខាងក្រៅខ្យល់រាត្រីបក់ខ្លាំងដូចជាធម្មជាតិក៏កំពុងផ្ដល់សញ្ញាថាព្យុះដ៏ធំមួយនឹងមកដល់ក្នុងពេលឆាប់នេះប៉ុន្មានថ្ងៃក្រោយមកបរិយាកាសឃ្លាំងកាន់តែខុសប្លែកគ្នាកម្មករត្រូវបានបែងចែកភារកិច្ចដើម្បីសម្អាតតំបន់លាបពណ៌ជញ្ជាំងឡើងវិញនិងរៀបចំបាវឲ្យកាន់តែស្អាតទាំងអស់នេះដោយសារតែដំណឹងនៃការមកដល់របស់ម្ចាស់ឃ្លាំងធំកម្មករចាប់ផ្ដើមនិយាយដើមតើម្ចាស់ធំនោះពិតជាអ្នកណាទៅខ្ញុំឮថាគាត់ជាអ្នកមានណាស់ប៉ុន្តែកុំរលេចមុខណាស់គេបើគាត់មកពិតជាមានរឿងភ្ញាក់ផ្អើលធំហើយសឿងបានឮការនិយាយដើមទាំងអស់នោះខណៈពេលដែលនៅតែធ្វើការគាត់ញឹមតិចទោះបីជានៅក្នុងចិត្តរបស់គាត់រំភើបក៏ដោយព្រោះគាត់ដឹងថាអាថ៌កំបាំងដែលគាត់បានលាក់ទុកអស់ជាយូរមកហើយបន្តិចម្ដងចិត្តដល់ពេលលាត្រដាងហើយដោយគ្មាននរណាម្នាក់ដឹងរាល់ជំហានរាល់ការប្រមាថរាល់សម្លេងសើចដែលគាត់បានទទួលតាមពិតកំពុងដឹកនាំមនុស្សគ្រប់គ្នាទៅកាន់ថ្ងៃដ៏ធំនោះថ្ងៃដែលព្រះអល់ឡោះនឹងបង្ហាញថាអ្នកណាដែលអាម៉ាស់និងអ្នកណាដែលត្រូវបានលើកដំកើងថ្ងៃដែលរងចាំបានមកដល់ហើយចាប់ពីព្រឹកព្រលឹមបរិយាកាសឃ្លាំងកិនស្រូវនៅកែវជាតិមើលទៅខុសប្លែកពីធម្មតាទង់ជាតិតូចត្រូវបានដំឡើងនៅមាត់ទ្វារទីធ្លាត្រូវបានបោសសម្អាតយ៉ាងស្អាតជញ្ជាំងត្រូវបានលាបពណ៌ស្លឹងវិញដែលនៅតែមានក្លិនថ្នាំលេបហើយបាវអង្ករត្រូវបានរៀបចំយ៉ាងស្អាតជាងរាល់ថ្ងៃកម្មករបានមកដល់ដោយមុខពោពេញដោយសំណួរពួកគេស្លៀកសម្លៀកបំពាក់ដែលស្អាតជាងធម្មតាទោះបីជានៅតែសាមញ្ញក៏ដោយមេការលោកចាន់ណាតបានរំលឹកជាច្រើនដងថាកុំឲ្យមានអ្នកណាខ្ជិលនៅថ្ងៃនេះម្ចាស់ឃ្លាំងធំនឹងមកដល់អ្នកត្រូវតែធ្វើការយ៉ាងស្អាតនឹងគួសមកសឿងក៏បានចូលរួមដោយស្លៀកអាវចាស់រហែកដែលគាត់បានបោកគក់កាលពីយប់មិញទោះបីជាមើលទៅស្អាតក៏ដោយក៏អាវរបស់គាត់នៅតែអន់ជាងភ្ញៀវដែលនឹងមកដល់ឆ្ងាយណាស់ប៉ុន្តែគាត់មិនខ្វល់ទេដូចធម្មតាគាត់គ្រាន់តែផ្ដោតលើការងាររបស់គាត់រែកបាវរៀបចំនិងធានាថាអ្វីទាំងអស់មានសណ្ដាប់ធ្នាប់ប្រហែលម៉ោង10ព្រឹកឡានទំនើបមួយចំនួនចាប់ផ្ដើមចូលក្នុងទីធ្លាសំឡេងម៉ាស៊ីនបន្លឺឡើងធូលីផ្លូវហោះហើរហើយកម្មករទាំងអស់បានងាកមើលដោយឯកឯងពីក្នុងឡានទាំងនោះបានចេញបុរសស្លៀកឈុតស្អាតស្ត្រីស្លៀកសម្លៀកបំពាក់ទាន់សម័យនិងបុគ្គលិកមួយចំនួនដែលយួរឯកសារក្រាស់ហើយមិនយូរប៉ុន្មានរថយន្តខ្មៅភ្លើងមួយបានឈប់ចំពីមុខទ្វារការិយាល័យឃ្លាំងពីខាងក្នុងបានចេញបុរសម្នាក់ដែលមានអាយុប្រហែល50ឆ្នាំមានភាពវៃឆ្លាតជាមួយនឹងសក់សិទ្ធយ៉ាងស្អាតអាវស្នឹងអាវធំពណ៌ប្រផេះមនុស្សគ្រប់គ្នាបានអន់គោរពគាត់គឺជាតំណាងផ្លូវការរបស់ម្ចាស់ឃ្លាំងធំមនុស្សដែលកំមនឹងលេចមុខណាស់អារុនសួស្ដីបងប្អូនទាំងអស់គ្នាគាត់និយាយដោយសំឡេងលឺថ្ងៃនេះយើងជួបជុំគ្នាដើម្បីកិច្ចប្រជុំដ៏ធំមួយនិងមានការសម្រេចចិត្តសំខាន់អំពីអនាគតឃ្លាំងនេះសំឡេងខ្សឹបខ្សៀវចាប់ផ្ដើមឮក្នុងចំណោមកម្មករពួកគេឆ្ងល់ថាតើអ្វីដែលនឹងត្រូវប្រកាសក្នុងចំណោមហ្វូងមនុស្សរ៉ាតនិងហេនក៏បានចូលរួមដែរពួកគេបានមកដល់ដោយស្ទីលប្លែករ៉ាតស្លៀកអាវបាយកាលីហ្វ័រញ៉ាទំនើបពណ៌ក្រហមម៉ារុនតុបតែងដោយខ្សែកមាសក្រាស់នៅលើករបស់នាងហេនស្លៀកឈុតខ្មៅនិងក្រវ៉ាត់ក្រហមមើលទៅសង្ហានិងពោពេញដោយទំនុកចិត្តពួកគេបានដើរកាត់កម្មករដោយស្នាមញញឹមឆ្មើងឆ្មៃដូចជាចង់បង្ហាញថាពួកគេគឺជាមនុស្សសំខាន់បំផុត
នៅទីនោះរ៉ាតថែមទាំងបានខ្សឹបប្រាប់មិត្តរបស់នាងដោយសំឡេងខ្លាំងល្មមនៅពេលប្រជុំចាប់ផ្ដើមអ្នកនឹងឃើញហេននឹងអង្គុយនៅខាងមុខជាមួយថៅកែធំមិនមែនដូចសឿងនោះទេដែលគ្រាន់តែសមនឹងអង្គុយនៅខាងក្រោយកម្មករខ្លះសើចតិចនៅពេលឮពាក្យទាំងនោះខណៈពេលដែលសឿងគ្រាន់តែអន់មុខចុះធ្វើពុតជាមិនឮកិច្ចប្រជុំបានចាប់ផ្ដើមនៅសាលឃ្លាំងដែលជាធម្មតាប្រើសម្រាប់ទុកបាវបំរុងកៅអីត្រូវបានរៀបចំយ៉ាងស្អាតទៅវែងមួយត្រូវបានរៀបចំនៅខាងមុខសម្រាប់អ្នកដឹកនាំកិច្ចប្រជុំកម្មករអង្គុយលើកៅអីឈើសាមញ្ញនៅខាងក្រោយសឿងក៏បានអង្គុយនៅជួរកម្មករដែរដៃរបស់គាត់ក្តាប់បេះដូងរបស់គាត់លោតញាប់គាត់ដឹងថាថ្ងៃនេះគឺជាថ្ងៃសំខាន់ថ្ងៃដែលអាចកំបាំងដែលគាត់បានលាក់ទុកនឹងចាប់ផ្ដើមលាតត្រដាងបរោះស្លៀកអាវធំពណ៌ប្រផេះនោះបានឈរនៅខាងមុខបើកិច្ចប្រជុំដោយសំឡេងម៉ឺងម៉ាត់គឺសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមឃ្លាំងនេះបានឈរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្លាយជាកន្លែងពឹងផ្អែករបស់មនុស្សជាច្រើនថ្ងៃនេះយើងនឹងឮដោយផ្ទាល់នៅការសម្រេចចិត្តពីម្ចាស់ធំពិតប្រាកដមនុស្សគ្រប់គ្នាបានស្រឡាំងកាំងគឺម្ចាស់ធំពិតប្រាកដតើកន្លងមកពួកគេមិនគិតថាឃ្លាំងនេះជាកម្មសិទ្ធិរបស់សហគ្រិនខ្លះពីទីក្រុងទេរ៉ាតបានងាកមើលទៅហេនដោយទឹកមុខភ័ន្តច្រឡំតើមានន័យដូចម្ដេចបងតើបងមិនបាននិយាយថាម្ចាស់គឺជាដៃគូអាជីវកម្មដែលយើងស្គាល់ទេហេនក៏នៅស្ងៀមថ្ងាសរបស់គាត់ជ្រីវជ្រួញគាត់ព្យាយាមរក្សាភាពស្ងប់ស្ងាត់ប៉ុន្តែបេះដូងរបស់គាត់ចាប់ផ្ដើមភ័យបរិយាកាសកិច្ចប្រជុំកាន់តែស្ងប់ស្ងាត់ភ្នែកទាំងអស់សម្លឹងមើលទៅមុខរងចាំឈ្មោះដែលនឹងត្រូវបានលើកឡើងសឿងអង្គុយដោយមុខអន់ចុះប៉ុន្តែបេះដូងរបស់គាត់ញ័រគាត់ដឹងថាពេលនោះកាន់តែជិតហើយចំពេលដែរមនុស្សគ្រប់គ្នាទប់ដង្ហើមបរោះស្លៀកអាវធំនោះបាននិយាយខ្លាំងថាបើថ្ងៃនេះខ្ញុំប្រកាសថាម្ចាស់សំខាន់នៃឃ្លាំងនេះមនុស្សដែលកាន់កាប់ភាគហ៊ុនធំបំផុតមិនមែនជាមនុស្សមកពីទីក្រុងទេគាត់នៅជាមួយយើងជាមនុស្សដែលកន្លងមកអ្នកទាំងអស់គ្នាគិតថាគ្រាន់តែជាកម្មករធម្មតាម្នាក់មនុស្សគ្រប់គ្នាបានស្រឡាំងកាំងសំឡេងខ្សឹបខ្សៀវបានបែកខ្ចាយពេញបន្ទប់រ៉ាតបើកភ្នែកធំហេននៅស្ងៀមមុខរបស់គាត់រឹងកម្មករបានសម្លឹងមើលគ្នាទៅវិញទៅមកឆ្ងល់ថាតើអ្នកណាដែលត្រូវបានគេសម្ដៅសឿងបានបិទភ្នែកមួយសន្ទុះដកដង្ហើមវែងគាត់ដឹងថាគ្រាដែលនឹងផ្លាស់ប្ដូរជីវិតរបស់គាត់នឹងធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលកំពុងនៅចំពីមុខសាលឃ្លាំងនៅថ្ងៃត្រង់នោះពោពេញដោយទឹកមុខតានតឹងកៅអីសាមញ្ញដែលជាធម្មតាទំនេរឥឡូវនេះពេញកម្មករអង្គុយយ៉ាងស្អាតខ្លះនៅតែស្លៀកអាវចាស់រហែកដែលមានស្នាមញើសខណៈពេលដែលភ្ញៀវមកពីទីក្រុងស្លៀកឈុតនិងអាវបាយកាលីហ្វ័រញ៉ាទំនើបខុសគ្នាខ្លាំងណាស់នៅពីមុខតវែងមួយត្រូវបានរៀបចំនៅទីនោះបានអង្គុយអ្នកតំណាងសហគ្រិនរួមទាំងបរិសុទ្ធស្លៀកអាវធំពណ៌ប្រផេះដែលបានបើកកិច្ចប្រជុំកាលពីមុនមនុស្សគ្រប់គ្នាកំពុងរងចាំការប្រកាសដ៏ធំអំពីអ្នកណាដែលជាម្ចាស់សំខាន់នៃឃ្លាំងនោះប៉ុន្តែមុនពេលពាក្យទាំងនោះបានចេញមករ៉ាតបានក្រោកពីកៅអីរបស់នាងញឹមធំសម្លឹងមើលទៅភ្ញៀវរួចនិយាយខ្លាំងដើម្បីឲ្យអ្នករាល់គ្នាបានឮលោកជំទាវទាំងអស់គ្នាខ្ញុំចង់ណែនាំស្វាមីរបស់ខ្ញុំហេនគាត់គឺជាដៃគូអាជីវកម្មម្នាក់នៅទីនេះខ្ញុំជឿជាក់ថាការសម្រេចចិត្តណាមួយនៅថ្ងៃនេះប្រកាសជាមិនអាចដាច់ចេញពីឥទ្ធិពលរបស់គាត់ឡើយដូច្នេះបើអ្នកចង់ដឹងថាអ្នកណាដែលមានអំណាចបំផុតនៅទីនេះសូមមើលគាត់ទៅការ៉ាតបានចង្អុលទៅហេនដោយមោទនភាពពេញទំហឹងភ្ញៀវខ្លះបានទេដៃយ៉ាងគួរសមទោះបីជាគ្រាន់តែជាការគួរសមក៏ដោយហេនបានក្រោកឈរងក់ក្បាលទៅកាន់អ្នកចូលរួមដោយស្នាមញឹមឆ្មើងឆ្មៃហ្គោភេរីយេខ្ញុំនិយាយត្រូវខ្ញុំនិងមិត្តរួមការងារបានសហការជាមួយឃ្លាំងនេះអស់រយៈពេលជាយូរហើយយើងចង់ធានាថាអ្វីទាំងអស់ដំណើរការទៅដោយរលូនគឺកម្មករបានសម្លឹងមើលគ្នាទៅវិញទៅមកពួកគេកាន់តែជឿជាក់ថាហេនពិតជាមនុស្សធំនៅពីក្រោយទាំងអស់នេះខណៈពេលដែលនៅជួរក្រោយសឿងអង្គុយស្ងប់ស្ងាត់មុខរបស់គាត់រៀបស្មើទោះបីបេះដូងរបស់គាត់រំជើបរំជួលក៏ដោយរ៉ាតក៏បានងាកមើលភ្នែករបស់នាងបានចាប់រូបសឿងស្នាមញឹមរបស់នាងប្រែជាចំអកនាងបានចេតនាបោះជំហានទៅមុខរួចស្រែកថាប្រហែលមើលអ្នកណាដែលនៅទីនេះដែរអាទិស្វាមីរបស់ខ្ញុំគឺអ្នករែកអង្គរអ្នកក៏ចូលរួមកិច្ចប្រជុំសំខាន់នេះដែរសឿងដើម្បីអ្វីអង្គុយនៅទីនេះអ្នកបានធ្វើឲ្យបរិយាកាសសុខខ្វក់ហើយសំឡេងសើចតិចបានឮនៅកន្លែងខ្លះក្នុងបន្ទប់មានអ្នកបិទមាត់របស់ពួកគេមានអ្នកសើចយ៉ាងរីករាយរ៉ាត់កាន់តែពេញចិត្តនាងបានបោះជំហានទៅជិតសឿងរួចនិយាយខ្លាំងថាគូសឿងមើលជុំវិញខ្លួនអ្នកមនុស្សនៅទីនេះមកដោយស្លៀកសម្លៀកបំពាក់ស្អាតដោយមានតំណែងខ្ពស់អ្នកគ្រាន់តែអង្គុយដោយស្លៀកអាវរយីកយាកមានក្លិនញើសតើអ្នកមិនខ្មាស់គេទេសឿងអន់មុខចុះដៃរបស់គាត់ក្តាប់ជាប់គ្នានៅលើជង្គង់ទ្រូងរបស់គាត់ឡើងចុះ
ទប់អារម្មណ៍ដែលស្ទើរតែផ្ទុះឡើងប៉ុន្តែគាត់មិនចង់និយាយមួយម៉ាត់នោះទេរ៉ាតនៅតែបន្តវាយប្រហារពួកខ្ញុំដឹងគុណរាប់ពាន់ដងដែលលែងនៅជាមួយអ្នកទៀតហើយបើនៅតែជាមួយអ្នកប្រហែលជាខ្ញុំមិនអាចអង្គុយលើកៅអីនេះបានទេអរគុណហេនដែលបានជួយសង្គ្រោះខ្ញុំពីជីវិតវេទនាជាមួយបរិះគ្មានប្រយោជន៍នោះក៏បរិយាកាសកាន់តែអ៊ូអរកម្មករខ្លះងក់ក្បាលអាណិតសឿងប៉ុន្តែមិនហ៊ានការពារខណៈពេលដែលភ្ញៀវគ្រាន់តែខ្សឹបខ្សៀវឆ្ងល់នៅពេលឃើញរ៉ាតប្រមាថអតីតស្វាមីរបស់នាងយ៉ាងចំហនៅទីសាធារណៈបរិះស្លៀកអាវធំពណ៌ប្រផេះដែលដឹកនាំកិច្ចប្រជុំបានក្អកដើម្បីព្យាយាមធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់អ្នកស្រីសូមស្ងប់ស្ងាត់បន្តិចសិនយើងនៅទីនេះនឹងនិយាយរឿងសំខាន់ក៏ប៉ុន្តែរ៉ាតមិនចង់ឈប់ទេនាងបែរទៅរកកម្មករហើយនិយាយខ្លាំងថាពួកអ្នកទាំងអស់គ្នាត្រូវតែរៀនពីសឿងកុំខ្លាចជាបរិះបរាជ័យដែលមិនអាចលើកដំកើងឋានៈភរិយាបានបើមិនចង់អាម៉ាស់មុខដូចគាត់ទេសូមជោគជ័យដូចស្វាមីខ្ញុំនេះសំឡេងសើចបានលឺម្ដងទៀតទោះបីជាលើកនេះស្ដាប់ទៅកាន់តែជូរចត់ក៏ដោយមនុស្សជាច្រើនបានចាប់ផ្ដើមមានអារម្មណ៍ថាពាក្យសម្ដីរបស់រ៉ាតហួសហេតុពេកហើយសឿងនៅតែស្ងៀមប៉ុន្តែនៅក្នុងចិត្តរបស់គាត់បាននិយាយថាក៏អព្រះអល់ឡោះសូមប្រទានការអត់ធ្មត់ដល់ខ្ញុំដឹងថាពេលកំណត់ចិត្តមកដល់ហើយកុំអនុញ្ញាតឲ្យខ្ញុំធ្លាក់ចុះមុនពេលទ្រង់បង្ហាញការពិតរបស់ទ្រង់មុខរបស់គាត់ស្លេកប៉ុន្តែភ្នែករបស់គាត់ចាប់ផ្ដើមចែងចាំងដោយពន្លឺផ្សេងគាត់លែងមានអារម្មណ៍អាម៉ាស់ទៀតហើយគាត់ដឹងថាមិនយូរប៉ុន្មានមនុស្សគ្រប់គ្នានឹងឃើញថាគាត់ជានរណាពិតប្រាកដបរិះស្លៀកអាវធំពណ៌ប្រភេទទីបំផុតបានក្រោកជ្រុំម្ដងទៀតលើកនេះដោយសំឡេងខ្លាំងជាងល្អហើយគ្រប់គ្រាន់ហើយសូមត្រឡប់ទៅប្រធានបទសំខាន់នៃកិច្ចប្រជុំខ្ញុំនឹងប្រកាសថាអ្នកណាជាម្ចាស់សំខាន់នៃឃ្លាំងនេះដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៀតរ៉ាតងាកមើលដោយទឹកមុខចង់ដឹងហេនក៏អង្គុយត្រង់ជឿជាក់ថានឹងត្រូវបានលើកឡើងឈ្មោះរបស់គាត់ទន្ទឹមនឹងនោះសឿងបានបិទភ្នែកមួយសន្ទុះដកដង្ហើមវែងគាត់ដឹងថាគ្រាដែលនឹងផ្លាស់ប្ដូរជីវិតរបស់គាត់កាន់តែជិតមកដល់ហើយបរិយាកាសសាលឃ្លាំងអង្គរនោះស្ងប់ស្ងាត់ដូចជាដង្ហើមទាំងអស់ត្រូវបានទប់រ៉ាតនៅតែឈរដោយមុខឆ្មើងឆ្មៃហេនអង្គុយត្រង់ដោយស្នាមញញឹមជឿជាក់ខណៈពេលដែលសឿងអង្គុយនៅជួរកម្មករអន់មុខចុះដោយមិននិយាយអ្វីបរិះស្លៀកអាវធំពណ៌ប្រផេះដែលដឹកនាំកិច្ចប្រជុំបានលើកឯកសារពណ៌ត្នោតនៅក្នុងដៃរបស់គាត់រួចនិយាយដោយសំឡេងលឺលោកស្រីទាំងអស់គ្នាសូមអនុញ្ញាតឲ្យខ្ញុំពន្យល់ឃ្លាំងនេះបានឈរអស់រយៈពេលរាប់សិបឆ្នាំមកហើយមនុស្សជាច្រើនគិតថាម្ចាស់របស់វាគឺក្រុមសហគ្រិនមកពីទីក្រុងប៉ុន្តែតាមពិតភាគច្រើននៃភាគហ៊ុននិងកម្មសិទ្ធិបានធ្លាក់ទៅលើមនុស្សម្នាក់នោះមិនដែលលេចធ្លោទេថែមទាំងគាត់បានជ្រើសរើសរស់នៅសាមញ្ញក្នុងចំណោមយើងសំឡេងខ្សឹបខ្សៀវបានឮពីគ្រប់ទីក្នុងបន្ទប់តើអ្នកណាជាមនុស្សនោះតើហេនទេប្រហែលជាថៅកែធំមកពីទីក្រុងរ៉ាតងាកទៅរកស្វាមីរបស់នាងភ្នែករបស់នាងភ្លឺចែងចាំងនាងជឿជាក់ថានឹងត្រូវបានលើកឡើងឈ្មោះហេននាងថែមទាំងស្រមៃពីរបៀបដែលមនុស្សគ្រប់គ្នានឹងទះដៃនឹងសរសើរពួកគេប៉ុន្តែពាក្យរបស់បុរសស្លៀកអាវធំនោះបានធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាំងកាំងមនុស្សនោះគឺលោកសឿងមួយសន្ទុះបន្ទប់នោះបានកកមនុស្សគ្រប់គ្នាបានសម្លឹងមើលទៅកម្មករចាស់ដែលអង្គុយនៅជួរក្រោយសឿងបុរសដែលកន្លងមកត្រូវបានគេចាត់ទុកថាអាម៉ាស់ដែលរាល់ថ្ងៃរែកបៅអង្គរដោយស្លៀកអាវចាស់រហែកតាមពិតគឺជាម្ចាស់សំខាន់នៃឃ្លាំងរ៉ាតសាច់តិចមិនជឿអ្វីកុំនិយាយលេងអីបងសឿងគាត់ជាអ្នករែកមិនមែនថៅកែទេកុំអាម៉ាស់កិច្ចប្រជុំនេះដោយរឿងលេងសើចឈួតអីក៏ប៉ុន្តែបុរសស្លៀកអាវធំនោះបានលើកឯកសារនៅក្នុងដៃរបស់គាត់នេះជាបណ្ណកម្មសិទ្ធិផ្លូវការសរសេរយ៉ាងច្បាស់ក្រោមឈ្មោះសឿងឌីណាតគាត់ជាអ្នកស្នងមរតកពីលោកឌីណាតដែលជាស្ថាបនិកខ្លាំងនេះមនុស្សគ្រប់គ្នាស្រែកដកដង្ហើមធំមេការលោកចាន់ណាតថែមទាំងក្រោកឈរដោយមុខស្លេកកម្មករនៅស្ងៀមខ្លះសម្លឹងមើលសឿងដោយមិនជឿខ្លះទៀតខ្សឹបខ្សៀវមិនឈប់ឈររ៉ាត់ចាប់ផ្ដើមញ័រមុខរបស់នាងស្លេកបបោមាត់របស់នាងញ័រនេះមិនអាចទៅរួចទេសឿងអ្នកសឿងបន្តិចម្ដងបានក្រោកឈរដោយជំហានស្ងប់ស្ងាត់គាត់បានដើរទៅមុខសាលភ្នែកទាំងអស់បានតាមគាត់បរិយាកាសស្ងប់ស្ងាត់មានតែសំឡេងជើងរបស់គាត់នៅលើឥដ្ឋឈើប៉ុណ្ណោះដែលឮគាត់បានឈប់នៅពីមុខសម្លឹងមើលមនុស្សគ្រប់គ្នាមុខរបស់គាត់ស្ងប់ស្ងាត់គ្មានកំហឹងមានតែភាពស្ងប់ស្ងាត់ដែលធ្វើឲ្យមនុស្សនៅស្ងៀមក្បងប្អូនទាំងអស់គ្នាសំឡេងសឿងជ្រៅនិងធ្ងន់ប៉ុន្តែពោពេញដោយភាពម៉ឺងម៉ាត់បាទខ្ញុំឈ្មោះសឿងកម្មករដែលអ្នកទាំងអស់គ្នាបានប្រមាថអ្នករែកដែលអ្នកទាំងអស់គ្នាបានមើលងាយប៉ុន្តែខ្ញុំក៏ជាកូនប្រុសរបស់លោកឌីណាតដែលជាម្ចាស់ឃ្លាំងនេះដំបូងដែរខ្ញុំបានទទួលមរតកទាំងអស់នេះប៉ុន្តែខ្ញុំបានជ្រើសរើស
ធ្វើការនៅខាងក្រោមខ្ញុំចង់មានអារម្មណ៍លំបាករបស់កម្មករខ្ញុំចង់ដឹងថាតើការរែកបន្ទុកធ្ងន់យ៉ាងណាខ្ញុំចង់មានអារម្មណ៍ពីជីវិតរបស់មនុស្សតូចតាចពិតប្រាកដមនុស្សគ្រប់គ្នាបានស្រឡាំងកាំងសូម្បីតែភ្ញៀវទីក្រុងក៏អន់គោរពដែរមិននឹកស្មានថាអ្នកស្នងមរតកដ៏ធំម្នាក់អាចរស់នៅដោយសុភាពរាបសារបែបនេះបានសឿងបន្តថាខ្ញុំនៅស្ងៀមនៅពេលគេប្រមាថខ្ញុំអត់ធ្មត់នៅពេលគេសើចចំអកមិនមែនដោយសារខ្ញុំមិនអាចតស៊ូបានទេប៉ុន្តែដោយសារខ្ញុំចង់ឃើញថាតើចិត្តមនុស្សអាចវាយតម្លៃបានដល់កម្រិតណាហើយថ្ងៃនេះព្រះអល់ឡោះបានបង្ហាញយើងទាំងអស់គ្នាថាទ្រព្យសម្បត្តិនិងតំណែងមិនមែនជាភាពស្មោះត្រង់និងចិត្តបរិសុទ្ធមានតម្លៃជាងឆ្ងាយណាស់ការ៉ាតបានដួលអង្គុយចុះទឹកភ្នែករបស់នាងស្រក់ដោយមិនអាចទប់បាននាងនឹកឃើញពាក្យសម្ដីដ៏អាក្រក់ទាំងអស់របស់នាងរាល់សំឡេងសើចចំអកដែលនាងបានបន្លឺឡើងចំពោះបុរសដែលធ្លាប់ស្រឡាញ់នាងឥឡូវនេះអ្វីទាំងអស់បានប្រែត្រឡប់មកវិញហេនក៏នៅស្ងៀមមុខរបស់គាត់ស្លេកញើសត្រជាក់ហូរចុះមកតាមថ្ពាល់គាត់មិននឹកស្មានថាបុរសដែលគាត់តែងតែគិតថាជាកម្មករថោកទាបនោះតាមពិតគឺជាម្ចាស់កន្លែងដែលគាត់រកប្រាក់ចំណេញកម្មករចាប់ផ្ដើមខ្សឹបខ្សៀវយ៉ាងស្រទន់គេអបព្រះអល់ឡោះដូច្នេះកន្លងមកលោកសឿងជាម្ចាស់ឬយើងហួសហេតុពេកហើយដែលប្រមាថគាត់សំហើយដែលគាត់តែងតែអត់ធ្មត់តាមពិតគាត់ជាមនុស្សធំដែលបន្លំខ្លួននៅក្នុងចំណោមយើងបរិយាកាសសាបានផ្លាស់ប្ដូរពីភាពពោពេញដោយការចំអកឥឡូវនេះពោពេញដោយការសោកស្ដាយនិងការគោរពសឿងសម្លឹងមើលរ៉ាតដែលនៅតែអង្គុយទន់ខ្សោយភ្នែករបស់គាត់ស្រក់ទឹកភ្នែកប៉ុន្តែមិនមែនដោយសារកំហឹងទេក្រាតអ្នកធ្លាប់ជាផ្នែកមួយនៃជីវិតរបស់ខ្ញុំនឹងមិនដែលភ្លេចវាឡើយអ្នកអាចចាក់ចេញពីខ្ញុំអ្នកអាចប្រមាថខ្ញុំប៉ុន្តែខ្ញុំនឹងមិនត្បត់ដោយចិត្តស្អប់ឡើយប៉ុន្តែចងចាំថាកុំមើងងាយអ្នកដទៃដោយសារតែរូបរាងរបស់ពួកគេឡើយព្រោះព្រះអល់ឡោះអាចផ្លាស់ប្ដូរស្ថានភាពនៅពេលណាក៏បាករ៉ាតបិទមុខរបស់នាងដោយដៃទាំងពីរយំយ៉ាងខ្លាំងនាងមិនអាចនិយាយអ្វីបានទៀតទេថ្ងៃនោះមនុស្សគ្រប់គ្នានៅក្នុងសាលបានដឹងថាពួកគេទើបតែបានឃើញអំណាចរបស់ព្រះអល់ឡោះដែលបានផ្លាស់ប្ដូរស្ថានភាពក្នុងមួយប៉ព្រិចភ្នែកហើយឈ្មោះសឿងដែលធ្លាប់ត្រូវបានគេមើលងាយឥឡូវនេះបានប្រែក្លាយទៅជាបុគ្គលដែលត្រូវបានគេគោរពនិងកោតសរសើរបន្ទប់សាលឃ្លាំងនៅតែស្ងប់ស្ងាត់បន្ទាប់ពីការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនោះមនុស្សគ្រប់គ្នានៅតែស្រឡាំងកាំងដូចជាពិបាកជឿលើអ្វីដែលទើបតែបានឮឈ្មោះសឿងឥឡូវនេះបន្លឺឡើងនៅក្នុងក្បាលរបស់ពួកគេលែងជាអ្នករែកទៀតហើយប៉ុន្តែជាម្ចាស់សំខាន់នៃឃ្លាំងអង្ករកែវជាតិរ៉ាតបានដួលអង្គុយលើកៅអីរបស់នាងខ្លួនប្រាណរបស់នាងញ័រដៃដែលធ្លាប់ចង្អុលបង្ហាញដោយទំនុកចិត្តឥឡូវនេះគ្រប់មុខរបស់នាងទឹកភ្នែកហូរស្រក់យ៉ាងខ្លាំងលាងមុខរបស់នាងនៅក្នុងគំនិតរបស់នាងបានវិលជុំវិញនៅរាល់ពេលដែលនាងប្រមាថសើចចំអកនិងអាម៉ាស់សឿងនៅមុខមនុស្សជាច្រើនទាំងអស់នោះឥឡូវនេះបានប្រែទៅជាការរំពាត់ដែលធ្វើឲ្យឈឺចាប់ទេនេះមិនអាចទៅរួចទេនេះប្រកាសជាខុសហើយគីនាងនិយាយតិចស្ទើរតែមនុស្សប៉ុន្តែឯកសារផ្លូវការនៅក្នុងដៃរបស់បុរសស្លៀកអាវធំពណ៌ប្រផេះគឺច្បាស់លាស់ណាស់មនុស្សគ្រប់គ្នាបានឃើញហើយគ្មានកន្លែងសម្រាប់បដិសេធទៀតទេហេនដែលអង្គុយនៅក្បែរនាងមើលទៅរឹងមុខរបស់គាត់ស្លេកស្លាំងភ្នែករបស់គាត់ភ័យគាត់ព្យាយាមលាក់អារម្មណ៍ខ្មាស់អៀនប៉ុន្តែញើសនៅលើថ្ពាល់របស់គាត់មិនអាចបោកប្រាស់បានទេម្ដងម្កាលគាត់សម្លឹងមើលរ៉ាតដោយសង្ឃឹមថាភរិយារបស់គាត់នឹងឈប់អាម៉ាស់ខ្លួនឯងប៉ុន្តែរ៉ាតបានបាត់បង់ការគ្រប់គ្រងហើយសឿងឈរត្រង់នៅពីមុខសាលមុខរបស់គាត់នៅតែស្ងប់ស្ងាត់គ្មានសូម្បីតែការឆ្មើងឆ្មៃបន្តិចបន្តួចផ្ទុយទៅវិញភាពស្ងប់ស្ងាត់នៃអាកប្បកិរិយារបស់គាត់បានធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែគោរពគាត់សម្លឹងមើលរ៉ាតដោយក្រសែភ្នែកស្រទន់ទោះបីបេះដូងរបស់គាត់នៅតែមានរបួសចាស់ក៏ដោយរ៉ាតគូសំឡេងរបស់គាត់ស្រទន់ប៉ុន្តែច្បាស់លាស់ខ្ញុំមិនដែលខឹងអ្នកទេខ្ញុំមិនដែលស្អប់អ្នកទេទោះបីអ្នកបានប្រមាថខ្ញុំជាច្រើនដងក៏ដោយប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថាជីវិតមិនមែននិយាយអំពីអ្នកណាដែលមានឬក៏នោះទេប៉ុន្តែនិយាយអំពីអ្នកណាដែលអាចរក្សាឲ្យបេះដូងស្អាតការ៉ាត់កាន់តែយំនាងបិទមុខរបស់នាងដោយដៃទាំងពីរអន់មុខចុះយ៉ាងជ្រៅនាងមិនហ៊ានសម្លឹងមើលភ្នែកសឿងទេអារម្មណ៍ខ្មាស់អៀនលីឡំជាមួយការភ័យខ្លាចបានលេបត្របាក់នាងទាំងស្រុងមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះបានក្លាយជាសាក្សីពីរបៀបដែលភាពឆ្មើងឆ្មៃរបស់នាងឥឡូវនេះបានប្រែក្លាយទៅជាភាពអាម៉ាស់កម្មករដែលធ្លាប់តែចំអកសឿងឥឡូវនេះអន់មុខចុះដោយការសោកស្ដាយពេញទំហឹងពួកគេមានអារម្មណ៍ថាមានកំហុសខ្មាស់អៀនដែលបានចូលរួមសើចចំអកមនុស្សម្នាក់ដែលតាមពិតមានតម្លៃខ្ពស់ជាងអ្វីដែលពួកគេគិតមេការលោកចាន់ណាតបានក្រោកឈរអន់មុខចុះយ៉ាងជ្រៅចំពោះសឿងក្បងសូមអភ័យទោសចំពោះយើងទាំងអស់គ្នាយើងបានវាយតម្លៃបងខុសយើងតែងតែចូលរួមសើចចំអកតាមពិតបង
មានតម្លៃខ្ពស់ជាងយើងទាំងអស់គ្នាគឺសឿងគ្រាន់តែញកក្បាលគឺមិនអីទេបងចាន់ណាតខ្ញុំមិនរកគំនុំជាមួយនរណាម្នាក់ឡើយអ្វីដែលសំខាន់ឥឡូវនេះចូលយើងទាំងអស់គ្នាធ្វើការដោយចិត្តប៉ុន្តែពាក្យទាំងនោះកាន់តែចាក់ទម្លុះបេះដូងរ៉ាតនាងមានអារម្មណ៍ថាដូចជាត្រូវបានគេទម្លាយដោយការពិតមនុស្សគ្រប់គ្នានៅពេលនេះឃើញនាងជាស្ត្រីដែលឆ្មើងឆ្មៃដែលបានបោះបង់ចោលស្វាមីស្មោះត្រង់ដើម្បីទ្រព្យសម្បត្តិរួចបែរជាត្រូវអាម៉ាស់ដោយវាសនាទៅវិញនាងបានចាប់ដៃហេនសង្ឃឹមថាមានកម្លាំងប៉ុន្តែហេនក៏មិនអាចនិយាយអ្វីបានដែរមុខរបស់គាត់រឹងគ្រាន់តែអន់មុខចុះទប់អារម្មណ៍ខ្មាស់អៀនដែលតឹងណែនក្នុងដើមទ្រូងបរិយាកាសសាបានផ្លាស់ប្ដូរពីភាពពោពេញដោយការចំអកឥឡូវនេះពោពេញដោយការគោរពចំពោះសឿងមនុស្សគ្រប់គ្នាបានសម្លឹងមើលគាត់ដោយកោតសរសើររ៉ាតកាន់តែធ្លាក់ចុះនាងមានអារម្មណ៍ថាឯកោដូចជាគ្មានកន្លែងសម្រាប់នាងទៀតទេនៅក្នុងចិត្តរបស់នាងអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមរីកដុះដាលខ្លាចបាត់បង់កិត្តិយសខ្លាចត្រូវបានគេបោះបង់ចោលដោយមនុស្សដែលធ្លាប់សរសើរនាងខ្លាចព្រោះដឹងថានាងបានធ្វើខុសធំហើយនាងនឹកឃើញពេលដែលនាងនៅជាមួយសឿងកាលពីមុនពីរបៀបដែលបុរសនោះធ្វើការយ៉ាងលំបាកទាំងថ្ងៃទាំងយប់ដើម្បីចិញ្ចឹមនាងពីរបៀបដែលគាត់តែងតែអត់ធ្មត់ក្នុងការប្រឈមមុខនឹងការត្អូញត្អែររបស់នាងហើយឥឡូវនេះការអត់ធ្មត់ទាំងអស់នោះបានទទួលផលជាកិត្តិយសទៅវិញរ៉ាតយំកាន់តែខ្លាំងគេអបព្រះអល់ឡោះតើខ្ញុំបានធ្វើអ្វីទៅនាងខ្សឹបយ៉ាងស្រទន់ប៉ុន្តែការសោកស្ដាយនោះបានមកយឺតពេលហើយសឿងលែងជាមនុស្សដែលនាងអាចមានបានទៀតហើយបុរសដែលធ្លាប់ត្រូវបានគេមើលងាយឥឡូវនេះឈរនៅកន្លែងដ៏មានកិត្តិយសខណៈពេលដែលនាងធ្លាក់ចុះក្នុងភាពខ្មាស់អៀនថ្ងៃនោះរ៉ាតនៅស្ងៀមដោយភ័យខ្លាចមិនមែនដោយសារសឿងគំរាមកំហែងទេមិនមែនដោយសារនាងនឹងត្រូវបានគេដាក់ទោសទេប៉ុន្តែដោយសារនាងដឹងថានាងបានបដូរពេជ្រពិតជាមួយកញ្ចក់คล้ายៗហើយចាប់ពីពេលនោះមកទស្សនៈរបស់មនុស្សគ្រប់គ្នាចំពោះនាងបានផ្លាស់ប្ដូរនាងលែងត្រូវបានគេចាត់ទុកថាជាភរិយារបស់ថៅកែអ្នកមានទៀតហើយប៉ុន្តែជាស្ត្រីដែលចាញ់ដោយភាពលោភលន់របស់ខ្លួនឯងសើឃ្លាំងនៅតែត្រូវបានគ្របដណ្ដប់ដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចរ៉ាតអង្គុយដោយមុខស្លេកខ្លួនប្រាណរបស់នាងញ័រទឹកភ្នែកស្រក់ដោយមិនឈប់ឈរហេននៅក្បែរនាងគ្រាន់តែអាចអន់មុខចុះមិនអាចលាក់អារម្មណ៍ខ្មាស់អៀនបានកម្មករនៅតែស្រឡាំងកាំងខណៈពេលដែលភ្ញៀវទីក្រុងសម្លឹងមើលសឿងដោយអារម្មណ៍គោរពនិងឆ្ងល់លីលំគ្នាមនុស្សគ្រប់គ្នាកំពុងរងចាំពាក្យសម្ដីពីបុរសដែលកន្លងមកត្រូវបានគេចាត់ទុកថាអាម៉ាស់ប៉ុន្តែតាមពិតគឺជាម្ចាស់សំខាន់នៃឃ្លាំងអង្គរកែវជាតិសឿងឈរត្រង់នៅពីមុខរបស់គាត់ស្ងប់ស្ងាត់ភ្នែករបស់គាត់ទន់ភ្លន់ប៉ុន្តែមើលទៅមុតស្រួចដៃរបស់គាត់ក្តាប់តោរួចគាត់ដកដង្ហើមវែងមុននឹងចាប់ផ្ដើមនិយាយបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាបានដឹងហើយថាខ្ញុំជានរណាពិតប្រាកដខ្ញុំលែងជាសឿងអ្នករែកទៀតហើយប៉ុន្តែខ្ញុំក៏ជាកូនប្រុសរបស់លោកឌីណាតដែលជាអ្នកស្នងរតុឃ្លាំងនេះដែរគឺគាត់ឈប់មួយសន្ទុះសម្លឹងមើលមុខដែលអន់ចុះដោយខ្មាស់អៀនកន្លងមកខ្ញុំបានជ្រើសរើសបន្លំខ្លួនធ្វើការជាកម្មករមិនមែនដោយសារខ្ញុំចង់លេងសើចជាមួយអ្នកទេប៉ុន្តែដោយសារខ្ញុំចង់មានអារម្មណ៍លំបាករបស់មនុស្សតូចតាចខ្ញុំចង់ដឹងថាតើការរែកបន្ទុកធ្ងន់យ៉ាងណាដើម្បីនៅពេលក្រោយខ្ញុំអាចដឹកនាំដោយយុត្តិធម៌កម្មករខ្លះចាប់ផ្ដើមស្រក់ទឹកភ្នែកពួកគេនឹកឃើញពីរបៀបដែលពួកគេតែងតែចូលរួមសើចចំអកសឿងតាមពិតបុរសនោះកន្លងមកមានតម្លៃខ្ពស់ជាងពួកគេទៅទៀតសឿងបន្តសំឡេងរបស់គាត់ញ័រប៉ុន្តែពោពេញដោយភាពវៃឆ្លាតរ៉ាតហេនអ្នកទាំងពីរបានអាម៉ាស់ខ្ញុំជាច្រើនដងហើយនៅមុខមនុស្សជាច្រើនអ្នកបានសើចចំអកប្រមាថមើលងាយខ្ញុំប៉ុន្តែតើអ្នកដឹងទេថារាល់ពេលដែលអ្នកជន់ឈ្លីកិត្តិយសរបស់ខ្ញុំគ្រាន់តែអន់មុខចុះហើយនិយាយក្នុងចិត្តថាគឺអព្រះអល់ឡោះសូមប្រទានការអត់ធ្មត់ដល់ខ្ញុំគឺរ៉ាតបិទមុខរបស់នាងខ្លួនប្រាណរបស់នាងញ័រខ្លាំងជាងមុនសំឡេងយំរបស់នាងឮយ៉ាងច្បាស់នៅក្នុងបន្ទប់ដែលស្ងប់ស្ងាត់ហើយថ្ងៃនេះគឺសឿងបន្តគឺព្រះអល់ឡោះបានបង្ហាញអំណាចរបស់ទ្រង់ថាមនុស្សអាចប្រមាថប៉ុន្តែមានតែព្រះអល់ឡោះទេដែលអាចលើកដំកើងឬបន្ថោកកុំមានអារម្មណ៍អស្ចារ្យគ្រាន់តែដោយសារទ្រព្យសម្បត្តិកុំមានអារម្មណ៍មានតម្លៃគ្រាន់តែដោយសារសម្លៀកបំពាក់ប្រណិតទាំងអស់នោះមិនមាននៃអ្វីទេបើចិត្តពោពេញដោយភាពឆ្មើងឆ្មៃប្រយោគនោះបានវាចំដើមទ្រូងរ៉ាតនិងហេនពួកគេមិនអាចសម្លឹងមើលសឿងបានទេសឿងងាកទៅរកកម្មករអ្នកទាំងអស់គ្នាក៏ដូចគ្នាដែរខ្ញុំមិនខឹងនឹងការចំអករបស់អ្នកទេខ្ញុំយល់ថាមនុស្សងាយនឹងលងលក់ដោយរូបរាងប៉ុន្តែចាប់ពីថ្ងៃនេះទៅសូមរៀនកុំវាយតម្លៃនរណាម្នាក់គ្រាន់តែពីសម្លៀកបំពាក់របស់គាត់គ្រាន់តែពីការងាររបស់គាត់ព្រោះអាចថាអ្នកដែលអ្នកប្រមាថនៅថ្ងៃនេះតាមពិតមានតម្លៃខ្ពស់ជាងនៅក្នុងក្រសែភ្នែកព្រះអល់ឡោះកម្មករខ្លះហន់មុខចុះជ្រៅជាងមុនមានអ្នកយំស្រទន់មេការលោកចាន់ណាតថែមទាំងជូតទឹកភ្នែកដោយ
ក្នុងដៃសឿងសម្លឹងមើលរ៉ាដំដងទៀតមុខរបស់គាត់ពោពេញដោយរបួសប៉ុន្តែគាត់នៅតែទន់ភ្លន់ការ៉ាតអ្នកធ្លាប់ជាផ្នែកមួយនៃជីវិតរបស់ខ្ញុំនឹងមិនដែលភ្លេចវាឡើយអ្នកអាចចាក់ចេញពីខ្ញុំអ្នកអាចប្រមាថខ្ញុំប៉ុន្តែខ្ញុំនឹងមិនត្បត់ដោយចិត្តស្អប់ឡើយខ្ញុំគ្រាន់តែចង់ឲ្យអ្នករៀនកុំឆ្មើងឆ្មៃកុំជន់ឈ្លីកិត្តិយសអ្នកដទៃព្រោះមើលចុះក្នុងមួយប៉ព្រិចភ្នែកព្រះអល់ឡោះអាចផ្លាស់ប្ដូរស្ថានភាពការ៉ាតយំកាន់តែខ្លាំងគូសឿងសូមអភ័យទោសខ្ញុំខុសហើយគូសំឡេងរបស់នាងបែកបាក់ពោពេញដោយការសោកស្ដាយសឿងអន់មុខចុះមួយសន្ទុះរួចនិយាយយ៉ាងម៉ឺងម៉ាត់ខ្ញុំបានអភ័យទោសឲ្យអ្នកតាំងពីយូរយារណាស់មកហើយមិនមែនដោយសារខ្ញុំរឹងមាំទេប៉ុន្តែដោយសារខ្ញុំដឹងថាគំនុំគ្រាន់តែធ្វើឲ្យបេះដូងខ្ញុំបែកបាក់ប៉ុណ្ណោះប៉ុន្តែចងចាំថាការអភ័យទោសមិនមែនមានន័យថាអ្នកអាចត្រឡប់មកវិញបានទេផ្លូវរបស់យើងបានខុសគ្នាហើយអ្នកបានជ្រើសរើសជីវិតរបស់អ្នកផ្ទាល់ហើយរ៉ាតយំយ៉ាងខ្លាំងនាងមានអារម្មណ៍ថាដូចជាពិភពលោកបាក់បែកធ្លាក់មកលើនាងងាកទៅរកហេនសង្ឃឹមថាមានកម្លាំងទប់ប៉ុន្តែហេនផ្ទាល់ក៏អន់មុខចុះដោយខ្មាស់អៀនមិនអាចសម្លឹងមើលភរិយារបស់គាត់ឬសឿងបានទេសឿងក៏និយាយយ៉ាងម៉ឺងម៉ាត់ថាពួកខ្ញុំនឹងមិនត្បត់ការប្រមាថទាំងអស់របស់អ្នកដោយការប្រមាថឡើយខ្ញុំនឹងមិនត្បត់ទឹកភ្នែករបស់អ្នកដោយគំនុំឡើយទុកឲ្យព្រះអល់ឡោះជាអ្នកវិតម្លៃអ្វីដែលច្បាស់គឺចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបំពេញភារកិច្ចនេះឲ្យបានត្រឹមត្រូវហើយអ្នកទាំងអស់គ្នាជាសាក្សីថាការអត់ធ្មត់មិនដែលឥតប្រយោជន៍ឡើយសំឡេងទេដៃបានបន្លឺឡើងក្នុងសាលកម្មករបានក្រោកឈរភ្ញៀវទីក្រុងក៏បានទេដៃខ្លះថែមទាំងយំដោយក្តីរំភើបថ្ងៃនោះឈ្មោះសឿងបានផ្លាស់ប្ដូរជាផ្លូវការពីអ្នកដែលធ្លាប់ត្រូវបានគេមើលងាយឥឡូវនេះបានក្លាយជាមេដឹកនាំដែលត្រូវបានគេគោរពក្រោយប្រជុំចប់មនុស្សជាច្រើនបានចូលទៅជិតគាត់ពួកគេថើបដៃរបស់គាត់សុំទោសនិងសន្យាថានឹងធ្វើការដោយស្មោះត្រង់ជាងមុនសឿងទទួលយកអ្វីទាំងអស់ដោយសុភាពរាបសារនៅពេលព្រះអាទិត្យចាប់ផ្ដើមលិចទៅទិសខាងលិចសាលឃ្លាំងបានស្ងាត់បន្តិចម្ដងរ៉ាតនិងហេនបានចេញមកដោយមុខស្រអាប់ដាអន់មុខចុះដោយមិនហ៊ានងាកមើលនរណាម្នាក់ឡើយមនុស្សគ្រប់គ្នាដឹងថាពួកគេឥឡូវនេះគ្រាន់តែជាស្រមោលនៃភាពឆ្មើងឆ្មៃដែលពួកគេធ្លាប់បង្ហាញទន្ទឹមនឹងនោះសឿងឈរនៅទីធ្លាឃ្លាំងសម្លឹងមើលវាលស្រែបៃតងដែលលាតសន្ធឹងធំធេងខ្យល់រាត្រីបក់មកនាំក្លិនស្រូវដែរធ្វើឲ្យស្ងប់នៅក្នុងចិត្តរបស់គាត់ខ្សឹបថាគឺអរព្រះអល់ឡោះអរគុណដែលបានផ្លាស់ប្ដូរស្ថានភាពអរគុណដែលបានបង្ហាញអំណាចរបស់ទ្រង់សូមគុំឲ្យខ្ញុំឆ្មើងឆ្មៃសូមឲ្យខ្ញុំនៅតែសុភាពរាបសារហើយសូមឲ្យខ្ញុំអាចរក្សាភារកិច្ចនេះឲ្យបានល្អគាត់បានដើរត្រឡប់ទៅខ្ទមសាមញ្ញរបស់គាត់វិញប៉ុន្តែលើកនេះជំហានរបស់គាត់លែងធ្ងន់ដោយសារបន្ទុកនៃការប្រមាថទៀតហើយប៉ុន្តែស្រាលដោយសារពោពេញដោយកិត្តិយសហើយយប់នោះនៅពេលដែលគាត់ក្រាបស៊ូជូតម្ដងទៀតនៅលើកន្ទេលចាស់រហែករបស់គាត់បានយំមិនមែនដោយសាររបួសទេប៉ុន្តែដោយសារការដឹងគុណព្រោះព្រះអល់ឡោះបានស្ដារកិត្តិយសរបស់គាត់មកវិញដឹងគុណព្រោះកិត្តិយសរបស់គាត់បានត្រឡប់មកវិញបងប្អូនទាំងអស់គ្នានោះគឺជាទីបញ្ចប់នៃរឿងរបស់យើងនៅថ្ងៃនេះសង្ឃឹមថារឿងនេះអាចក្លាយជាមេរៀនជីវិតដ៏មានន័យសម្រាប់យើងទាំងអស់គ្នាមុនពេលវីដេអូនេះបិទបើបងប្អូនចូលចិត្តរឿងបែបនេះកុំភ្លេចចុចប៊ូតុង like ចែករំលែកទៅមិត្តភ័ក្តិហើយត្រូវប្រាកដថាបាន Subscribe Channel Daratan Hikmah ដើម្បីបងប្អូនមិនខកខានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍និងមានន័យផ្សេងទៀតសូមអរគុណច្រើនសម្រាប់ពេលវេលារបស់អ្នកវ៉ាសាឡាមូអាឡៃគុំវ៉ារ៉ាម៉ាទីឡាហ៊ីវ៉ាបារ៉ាកាទូ